ជំរាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍ការវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាចុងសប្តាហ៍ម៉ោង 9:15 នាទីយប់ម៉ោងនៅក្នុងប្រទេសកម្ពុជាស្វាគមន៍ប្រិយមិត្តដែលនាំមុខពេលថ្ងៃនេះគឺប្រិយមិត្តរស់សុខវណ្ណបេះដូងគោកខ្មែរប្រិយមិត្តឈួរណារុងបារាសវណ្ណរាសឹមខេមនីដានខាវនីសេងបើជាតិមុនខ្ញុំជំពាក់កំណណាជាទីណាកុលលួងសុកសែមនិងប្រិយមិត្តជាច្រើនរូបដទៃទៀតដូចជារិនដាកឹមគុំធួនជាដើមដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់របស់ខ្ញុំនារីត្រីនេះខ្ញុំសូមបង្ហាញនៅកម្មវិធីតាមទម្លាប់សូនហងតែទី1គឺការបង្ហាញប្រតិបត្តិនិងគ្រឿងខ្លែងទី2បកស្រាយប្រធានបទទី3សំណួរចម្លើយនិងបញ្ហាផ្សេងទីបងយួរប្រធានបទថ្ងៃនេះពេចមាន2ប្រតិក្រឡាគ្នាប៉ុននឹងឈានចូលទៅដល់ការបង្ហាញនៅប្រធានបទទាំងពីរនៅគ្រឿងខ្លែងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាសូនវេហាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1ដោយការគិតប្រាក់សុខុនមានសិទ្ធិអីកាត់ដីខ្មែរឲ្យថៃតើប្រាក់សុខុនហ៊ានយ៉ាងនេះមានឆ្លងយោបល់សម្ដេចដែរទេក្បត់ជាតិប្រធានបទទី2ប្រតិក្រឡានៅតែរឿងថៃដដែលហេតុអ្វីពលរដ្ឋខ្មែរនៅតែលួចឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃបន្ទោះជាមានសង្គ្រាមសម្លាប់ពួកគេអ៊ុចហាស៊ីនប្រិយមិត្តសម័យឆាំ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតក៏មានគ្រឿងខ្លែង2ដែរដែលសល់អរិយៈពេល1សប្តាហ៍ហើយជាសំណួររបស់បងប្អូនដែលខ្ញុំទើបតែអានបងប្អូនធម្មតាបងប្អូនខ្លះគាត់ផ្ញើសារមកខ្ញុំនឹង 3-4 ថ្ងៃបានឃើញខ្ញុំតបមិនមែនទេព្រោះណែសារច្រើនខ្ញុំមើលចោះហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្នឹងគឺខ្ញុំមានពេលវេលាសម្រាប់មើលសារបងប្អូនមួយចំនួនដើម្បីយកមកធ្វើជាគ្រឿងខ្លែងចំណុចណាសំខាន់តែប៉ុណ្ណោះនួនជាណាខ្ញុំមិនមែនបើកសារជារៀងរាល់ថ្ងៃទេបាទអាហ្នឹងជាចំណុចមួយសម្រាប់បងប្អូនយើងមួយទៀតចំណុច2ដែលខ្ញុំលើកយកមកធ្វើគ្រឿងខ្លែងនេះទី1ពាក់ព័ន្ធជាមួយនឹងប្រិយមិត្តមួយចំនួនពុកពេជ្រសំណាងដែលខ្ញុំតែងតែនិយាយថាមិត្ត CPP បងប្អូនមិត្ត CPP ក៏ជាប្រិយមិត្តដែរគាត់ថាប្រិយមិត្តនឹងខ្ញុំបែងចែកឬក៏មានចំណុចសំខាន់ខ្ញុំហៅចំតែម្ដងហៅចំមានន័យថាប្រិយមិត្តគឺខ្ញុំសំដៅលើទូទៅបើមិត្ត CPP ខ្ញុំសំដៅទៅលើតែគណៈបកប្រជាជនឬក៏អ្នកដែលគ្រប់គ្រងអ្នកជនផ្ដាច់ការអ៊ុយសខំប្រហែលថ្ងៃនេះឌីខំយើងឃើញមានមួសុខួរឬក៏សំអានបានធ្វើចលនាជុំវិញពិភពលោកនៅប្រទេសមួយចំនួននៅតំបន់អាស៊ីជុំវិញប្រទេសកម្ពុជាដូចជាកូរ៉េនិងជប៉ុនណាសូនហំតែពេលនោះមានមិត្ត CPP ម្នាក់គាត់សរសេរសារមកច្រើនបុព្វាមានរិទ្ធហើយខ្ញុំឆ្លើយមួយម៉ាត់នៅត្រង់ចំណុចថាតើពួកលោកខិតខំដើរព្រោះនៅក្រៅប្រទេសបានប្រយោជន៍អ្វីខ្ញុំឆ្លើយវិញថារីខ្មែរ
ទៅចាប់អារម្មណ៍អីរឿងដែលអត់មានប្រយោជន៍បងប្អូនណាមានន័យថាម៉េចកុំចាប់អារម្មណ៍បើសិនជាអ្នកគិតថាចលនារបស់ខ្មែរក្រៅប្រទេសជារឿងឥតបានការជារឿងឥតប្រយោជន៍ហេតុអ្វីបានជាអ្នកយកខួរក្បាលទៅគិតផាន់ណារឿងឥតប្រយោជន៍ប៉ុណ្ណឹងគឺអត់មានតបបានទេម៉ៅជុំគឺថាមិនដឹងយ៉ាងម៉េចនេះវា logic គឺអញ្ចឹងឥឡូវបងប្អូនឆ្លើយថាម៉េចគេថាទៅនិយាយរឿងអត់ប្រយោជន៍ដល់យើងទៅរឿងអត់ប្រយោជន៍យើងទៅគិតស្អីរឿងហ្នឹងស្កាយគណៈបកប្រជាជនណាខ្ញុំនិយាយរឿងទីទៀតខ្ញុំចូលទៅនឹងគ្រឿងខ្លែងទី2ចុះតែគ្រឿងខ្លែងទី2និយាយពីសំណួររបស់បងប្អូនប៉ុន្តែខ្ញុំនិយាយបើកពុកកញ្ចក់បន្តិចបងប្អូនរូបមន្តសូនតារាជាច័ន្ទម៉ូនីកាអ្វីដែលហ៊ុនសែនដែលយើងឃើញសកុន្ទ្រីគឺជារបស់ខ្លែងខ្លាយបើកណាហ៊ុនសែនគាត់និយាយឌីជំនាញគាត់សម្ដែងអំពីអ្វីមួយជាការកំសាន្តជាការលេងសើចមានន័យថាគាត់កំពុងតែឈឺវិបត្តិធ្ងន់ធ្ងរនៅក្នុងអារម្មណ៍អ្វីដែលហ៊ុនសែនសម្រេចនិយាយស្រីមុំអ្វីដែលហ៊ុនសែនគិតហ៊ុនសែនអត់ប្រាប់យើងទេអ្វីដែលហ៊ុនសែនធ្វើគឺឲ្យយើងឃើញវាជារបស់ខ្លែងខ្លាយដូចជាហ៊ុនសែនគាត់និយាយរឿងកប៉ិកប៉ុកនិយាយរឿងអីចឹងទៅអាហ្នឹងគឺមិនមែនជាឆន្ទៈរបស់គាត់ឡើយមកពីគាត់អបសុកឈឺចាប់តានតឹងឈឺក្បាលបងប្អូនចំណាំបើកាលណាឃើញហ៊ុនសែនកំសាន្តច្រើនមានន័យថានៅក្នុងប្រទេសកម្ពុជាកំពុងតែជួបវិបត្តិគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ណាព្រោះរដងគាត់ជានាយករដ្ឋមន្ត្រីឬក៏គាត់អាចថ្លែងកាន់ក្បាលមីក្រូទៅសម្លុតទៅឡូឡាប៉ុន្តែបើឥឡូវបើគាត់និយាយថៃវ៉ៃដល់ទៅពេលចឹងទៅគាត់តឹងទ្រូងណាគាត់មានតែសម្ដែងណារំបេតាពុំរឿងពីនេះពីនោះអានេះខ្ញុំនិយាយកាត់តែនេះមួយមុននឹងចូលទៅដល់ណែគ្រឿងខ្លាញ់ទី2បើតែខ្ញុំនិយាយត្រឹមគ្រឿងខ្លាញ់ទី1សិនកែវកឥឡូវគ្រឿងខ្លាញ់ទី1ហ្នឹងគឺថាគណៈបកប្រជាជនថាចុះពួកនៅឯងលោកឯងគេប្រែចេះទេបាទខ្ញុំឆ្លើយតបនោះនៅក្រៅប្រទេសហ្នឹងប្រឹងធ្វើបានប្រយោជន៍អីសុភណសិនជីខ្ញុំដូចជាថាអំបញ្ញមិនចឹងខ្ញុំថាចុះបើរឿងនៅអត់ប្រយោជន៍ទៅគិតស្អីរឿងអត់ប្រយោជន៍ប៉ុន្តែបងប្អូនណាអ្វីដែលគណៈបកប្រជាជនកំពុងតែគិតនិងកំពុងតែឃើញកំពុងតែមើលបច្ចុប្បន្នគឺសកម្មភាពណាអ្នកនៅក្រៅប្រទេសនឹងហើយប៉ុន្តែហ៊ុនសែនក៏អត់និយាយទេអ្វីដែលហ៊ុនសែននិយាយគឺជារឿងដែលអត់ប្រយោជន៍ចឹងទៅវិញមែនទេរឿងដែលមានប្រយោជន៍ស្វីស្មារិកែគឺគាត់កំពុងតែយកចិត្តទុកដាក់ខ្លាំងឧទាហរណ៍គាត់នេះចង់ចាប់ចង់ចងចង់កំទេចគាត់ទៅវាយកូនគោលទេប៉ុន្តែគាត់យកឡើងគាត់ទៅចាប់កម្មសិកាអ្វីដែលហ៊ុនសែនចង់ធ្វើអ្វីដែលហ៊ុនសែនគិតគឺគាត់មិនបង្ហាញចៅទៅចៅយើងឃើញឡើយអ្វីដែលហ៊ុនសែនបង្ហាញគឺជារបស់ខ្លែងខ្លាយអញ្ចឹងខ្ញុំផ្ដាំទៅគណៈបកប្រជាជនវិញសុខថាបើរឿងហ្នឹងឥតប្រយោជន៍ទៅគិតធ្វើអីមួយទៀតបងប្អូនចូលបន្តបេសកកម្មនិងសកម្មភាពនៅជុំវិញពិភពលោកមិនថាពិភពលោកនឹងជួបអយុត្តិធម៌ដោយសារតែមហាអំណាចកំពុងរវល់ធ្វើសង្គ្រាមក៏ដោយយើងកុំបោះបង់ចោលដោយសាររឿងនឹងឲ្យសោះយើងចូលរួមទៅនៅក្រៅប្រទេសមិនថាប្រទេសជប៉ុនមិនថាប្រទេសកូរ៉េមិនថាប្រទេសអឺរ៉ុបអាមេរិកកាណាដាអូស្ត្រាលីអីទេអ្នកណាធ្វើបានប៉ុណ្ណាយើងយកប៉ុណ្ណាណាអានេះគឺជាទស្សនៈរបស់សូនតារាកុំគិតថាវាមានប្រយោជន៍ឬឥតប្រយោជន៍សកម្មភាពបងប្អូនដូចគេចូលបច្ច័យគេនិយាយសម្រាប់សូនតារាហ្នឹងគ្រាន់តែគិតថាតិចក្តីច្រើនក្តីចូលរួមតាមអ្វីដែលបងប្អូនអាចធ្វើទៅបានព្រោះប្រទេសនេះគឺជាប្រទេសរបស់យើងទាំងអស់គ្នាចូលរួមវាមានច្រើនវាចូលរួមគ្រប់គ្រងវាមានការចូលរួមផ្ទាល់ណែរូបកាយចូលរួមណែហិរញ្ញវត្ថុការបរិច្ចាគប្រាក់ចូលរួមផ្ទះដៃលើកទឹកចិត្តចូលរួមនៅក្នុងការចែកចាយមែនទេផ្សព្វផ្សាយបន្តការចូលរួមមិនមែនមានន័យថាតើតែចូលជាសមាជិកក្រុមឬក៏សមាជិកអង្គការឈឹមសុផាតអ្វីមួយទេគឺមានគ្រប់រូបភាពទាំងអស់អានឹងគឺគេហៅថាការចូលរួមហើយ
ខ្មែរនៅក្រៅប្រទេសណាសម្រាប់ខ្ញុំម៉ាលីសខ្មែរចូលបងប្អូនបន្តការចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបានតិចក្តីច្រើនក្តីនេះគឺជារឿងមួយត្រឹមត្រូវយើងកុំចូលរួមហើយជ្រោមជ្រែងគ្នាកុំម្នេះប្រជែងគ្នានេះជាកូនសិស្សសូនតារាចិត្តទូលាយបងប្អូនជ្រោមជ្រែងគ្នាកុំប្រជែងគ្នានៅក្នុងនយោបាយគឺជាការបញ្ចុះបញ្ចូលឲ្យមនុស្សយល់ហើយគ្រប់ត្រមិនមែនជាការចម្រាញ់មនុស្សទេបងប្អូននយោបាយមិនមែនជាការចម្រាញ់មនុស្សទេមិនមែនជាការរែងត្បូងចម្រាញ់យកអ្នកស្នេហាជាតិសុទ្ធទេគឺជាការដណ្ដើមមនុស្សទៅវិញហ្នឹងណានយោបាយបងប្អូនត្រូវគិតរឿងអំពីលេខបូកនិងលេខគុណណាលេខ2ដែលបងប្អូនអាចជៀសបានគូតែជៀសគឺលេខដកហើយនិងលេខចៃចុះបើថាចុះបើនៅគណៈបព្វជិជនអ្នកដែលពូកែមិនមែនជាអ្នកដែលចម្រាញ់មនុស្សទេជាអ្នកដែលអាចធ្វើឲ្យគណៈបព្វជិជនរាប់លានអ្នកមកនៅខាងយើងអានឹងបានគេហៅថាអ្នកអស្ចារ្យមែនទេចុះបើសិនជាសូនតារាវាវិស៊ីសងទៅលើកម្រិតធម្មតានៅក្នុងការគ្រប់គ្រងនយោបាយវាមានកម្រិតរបស់វាអ្វីទៅកម្រិតវាមានឋានៈនុក្រមឥន្ទ្រីខ្មៅឋានៈនុក្រមឧទាហរណ៍អ្នកនឹងឋានៈក្នុងការសម្រេចចិត្តវាមានតែកម្រិតសម្រេចចិត្តកម្រិតចូលរួមកម្រិតបំពេញបេសកកម្មសម្រាប់កម្រិតបំពេញបេសកកម្មនៅទីណាក៏ដោយបងប្អូនគឺគណៈបកណាក៏អាចចូលរួមបានដែរគណៈបកប្រជាជនក៏ដោយគណៈបកជួងក៏ដោយគណៈបកអីក៏ដោយគឺអាចចូលរួមសកម្មភាពស្នេហាជាតិជាមួយនឹងយើងទាំងអស់គ្នាបានប៉ុន្តែកម្រិតសម្រាប់ចិត្តអានឹងបានយើងចម្រាញ់គេចម្រាញ់តែកម្រិតសម្រាប់ចិត្តឯងកម្រិតយុទ្ធសាស្ត្រអានឹងគេចម្រាញ់នៅក្នុងគណៈបកប្រជាជនក៏គេមានថ្នាក់របស់គេដែរគេមានថ្នាក់គណៈកម្មការអចិន្ត្រៃយ៍គណៈកម្មការកណ្ដាលអាប្រជុំអចិន្ត្រៃយ៍កណ្ដាលមិនអាចចូលទៅបានទេហើយប្រជុំកណ្ដាលណាសមាជិកកប៉ិកប៉ុករាប់លានអ្នកមិនអាចចូលទៅបានទេអញ្ចឹងកន្លែងនេះសូមទូបងប្អូនបិទសំឡេងទូរស័ព្ទណាសម្រាប់បើកណាយើងអត់យល់ទេអានឹងគឺងាប់ហើយអញ្ចឹងបងប្អូនណាខ្មែរនៅក្រៅប្រទេសគ្រប់សកម្មភាពនរាហៀងគ្រប់និន្នាការនយោបាយមែនទេគឺត្រូវជ្រោមជ្រែងគ្នាធ្វើសកម្មភាពជួយគ្នាទោះតិចក្តីច្រើនក្តីតាមរូបភាពណាក៏ដោយកុំចម្រាញ់មនុស្សនេះគឺត្រូវប្រមូលមនុស្សហើយបើសិនជាគណៈបកមនុស្សបកកែយើងដើម្បីឈ្នះហ៊ុនសែនបានចូលទៅដណ្ដើមមនុស្សពីហ៊ុនសែនអត់មានវិធីណាក្រៅតែពីអញ្ចឹងទេព្រោះក្នុងលទ្ធិប្រជាធិបតេយ្យគឺគេយកចំនួនមនុស្សទៅទាល់តែដណ្ដើមមនុស្សពីហ៊ុនសែនផ្សេងមកហ៊ុនសែនដណ្ដើមមនុស្សពីយើងមែនទេប៉ុន្តែគាត់ដណ្ដើមហ្នឹងគឺមិនមែនដណ្ដើមតួទេដណ្ដើមការគ្រប់គ្រងផ្លូវចិត្តមនុស្សមកទាំងផ្លូវកាយនិងផ្លូវចិត្តប៉ុន្តែត្រូវធ្វើដូចម្ដេចដើម្បីឲ្យយើងនឹងคลายទៅជាមនុស្សដែលត្រូវបានគេចូលចិត្តឬក៏យើងអាចយកចិត្តការគ្រប់គ្រងពីគេបានទៅតើយើងមានគុណភាពវាតើយើងមានគុណភាពប្រៀបដូចជាថ្មហើយនឹងពេជ្រចឹងបងប្អូនណាថ្មទោះជាឆ្នៃយ៉ាងណាក៏ដោយទោះជាខំផ្សាយពាណិជ្ជកម្មយ៉ាងណាក៏ដោយក៏វាមិនអាចដូចពេជ្រដែរពេជ្រវាមិនត្រូវចាំបាច់គេផ្សាយពាណិជ្ជកម្មទេគឺមនុស្សទៅគ្រប់គ្រងឯងអានឹងបានជាសូនតារានិយាយរឿងហ្នឹងបាទណាបានតែខ្ញុំថាខ្មែរនៅក្រៅប្រទេសជ្រោមជ្រែងគ្នាធ្វើការជាមួយគ្នាគ្រប់និន្នាការនយោបាយគណៈបកឲ្យតែប្រឆាំងទៅនឹងអំពើអយុត្តិធម៌ប្រឆាំងទៅនឹងរបបផ្ដាច់ការហើយបើសិនជាមានគណៈបកប្រជាជនចូលរួមច្រើនគឺជាការល្អវាជាគោលដៅរបស់យើងវាជាការល្អណាបងប្អូនណាហេតុអីមិនថាចឹងដូចខ្ញុំនិយាយនឹងកម្រិតនៅក្នុងនយោបាយវាមានកម្រិតសម្រាប់ចិត្តកម្រិតយុទ្ធសាស្ត្រអានឹងគេរក្សាឲ្យវានៅនេះគឺចម្រាញ់មនុស្សគឺចម្រាញ់មនុស្សធ្វើការសម្រេចចិត្តកម្ពូលមានប្រមាណហើយបើកម្រិតចូលរួមនិងកម្រិតបំពេញបេសកកម្មអ្នកណាក៏អាចចូលបានបើយើងអាចប្រើគណៈបកប្រជាជនឲ្យចូលរួមបានគឺជារឿងគាត់ថាយើងចូលរួមយុទ្ធនាការចូលរួមបាតកម្មចូលរួមទីមទារឿងទឹកដីចូលរួមប្រឆាំងទៅនឹងអំពើពុករលួយចូលរួមប្រឆាំងជាមួយនឹងការចាប់ចងរំលោភសិទ្ធិមនុស្សគណៈបកប្រជាជនក៏អាចចូលរួមបានដែរបើអត់មានបញ្ហាទេព្រោះមិនមែនជាកម្រិតសម្រាប់ចិត្តកម្រិតយុទ្ធសាស្ត្រអានឹងគេចម្រាញ់តែមនុស្សដែលស្មោះត្រង់និងមនុស្សដែលគួរឲ្យជឿជាក់ដើម្បីធ្វើផែនការតែប៉ុណ្ណោះបើនិយាយឲ្យខ្លីទៅខួរក្បាលនឹងគេត្រូវតែចម្រាញ់ប៉ុន្តែដៃជើងសកម្មភាពបេសកកម្មគឺ
ជាការចូលរួមធំទូលំទូលាយហ៊ុនសែនយកមនុស្សទៅគាត់មិនយកដាក់ទៅក្នុងថ្នាក់សម្រាប់ចិត្តគាត់ចូលទៅចងចោលទេទៅយកគណៈបកប្រឆាំងគាត់មិនខ្លាចទេបើខ្ញុំសូនតារាគឺគណៈបកប្រជាជនអាចចូលជាមួយខ្ញុំបានទាំងអស់បើខ្ញុំត្រូវដឹងថាតើគ្រប់គ្រងយ៉ាងដូចម្ដេចអ្នកដែលខ្លាចការចូលរួមពីអ្នកដទៃគឺជាមនុស្សដែលទុនខ្សោយជាទីបំផុតអ្នកដែលរឹងមាំពិតប្រាកដខំចិនដាខំគឺមិនដែលខ្លាចអ្នកណាមកប៉ះខ្លួនឯងទេមានតែទទួលយកអ្នកនោះមកប្រើព្រៃចំណេះ share ប្រូនេះទៅកាន់ព្រៃចំណេះទៅទៀតផ្កាព្រៃទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតអញ្ចឹងតើណាខ្ញុំឆ្លើយទៅនឹងគណៈបកប្រជាជនទេដែលឃើញចលនារបស់អ្នកមូសុខួរសំអាននិងអ្នកមួយចំនួនទៀតគង់រេណូថាពួកលោកនៅក្រៅប្រទេសស៊ុយសីហាមានប្រយោជន៍អីធ្វើសកម្មភាពបើខ្ញុំឆ្លើយថាទៅគិតស្អីអារឿងអត់ប្រយោជន៍ដូច្នេះខ្ញុំគ្រាន់តែអំពាវនាវខួនស៊ីណៃថាខ្មែរនៅក្រៅប្រទេសបន្តធ្វើសកម្មភាពទៅតិចក៏ដោយច្រើនក៏ដោយជ្រោមជ្រែងគ្នាលើកទឹកចិត្តគ្នាកុំប្រជែងគ្នាគ្រឿងក្លែងទី2ព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតគ្រឿងក្លែងទី2នេះនិយាយបន្តិចចុះយ៉ងប៉ូលបែងវាខ្ញុំមិនចង់និយាយតែនិយាយតិចតិចមានបងប្អូនគាត់សួររឿងសម្ដេចបង្ហោះរឿងស្នេហាណែកប៉ិចកប៉ុកអង្គកប៉ុងដែលមិនមែនជារឿងប្រទេសជាតិរឿងបាត់បង់ទឹកដីគាត់និយាយអំពីច្បាប់ស្មោះត្រង់ផិតក្បត់ក្រមសីលធម៌ប្រពៃណីបងប្អូនណាខ្ញុំមិនដូចថាខ្ញុំមិនចង់និយាយតែរឿងខ្លះត្រូវតែនិយាយពីព្រោះបើមិនចឹងទេអេរិកមនុស្សវិជាតែសួរខ្ញុំអាសំណួរដដែលបងប្អូនខ្ញុំមានពិសោធន៍ថាចេះពេលណាដែលខ្ញុំឆ្លើយនៅក្នុងការផ្សាយផ្ទាល់សំណួរដដែលលែងឃើញមែនមានន័យថាម៉េចមានន័យថាបងប្អូនតាមដានទូរទស្សន៍សូនតារាមុខមុតណាបើកាលណាខ្ញុំមិនឆ្លើយអ្នកផ្សេងនៅតែម្ដងសួរដដែលបងប្អូនខ្ញុំនិយាយខាងដើមមកបាញ់មិញអ្វីដែលហ៊ុនសែនឲ្យយើងឃើញគឺជារបស់ខ្លាំងរឿងដែលហ៊ុនសែននិយាយគឺជារឿងដែលឥតប្រយោជន៍គាត់ក៏មិនចាប់អារម្មណ៍ដែរសូម្បីតែខ្លួនគាត់ចាប់អារម្មណ៍អ្វីពេលដែលគាត់កំពុងតែក្តៅក្រហាយពេលដែលគាត់កំពុងតែម៉ូម៉ៅពេលដែលគាត់កំពុងតែសង្គ្រឹះថ្មិញគុំគួនពេលដែលគាត់មានផែនការទៅធ្វើអ្វីមួយគាត់ច្រើនតែបង្ហោះចម្រៀងបង្ហោះចៅបង្ហោះក្មួយបង្ហោះទៅស៊ីកាបង្ហោះកំសាន្តវាយកូនគោលអានឹងមានន័យថាហ៊ុនសែនកំពុងតែក្តៅអួលណាជាមួយនឹងអ្វីមួយហើយអញ្ចឹងសំបីតែរឿងប្តីប្រពន្ធស្នេហាអីហ្នឹងមិនមែនសំបីតែគាត់ក៏មិនចាប់អារម្មណ៍ដែរអានេះខ្ញុំនិយាយចំណុចមួយត្រង់ហ្នឹងហ្នឹងបានខ្ញុំថាអ្វីដែលហ៊ុនសែនយើងឃើញគឺជារបស់ខ្លាំងខ្លាយអ្វីដែលហ៊ុនសែនធ្វើពិតប្រាកដគឺគាត់មិនឲ្យយើងឃើញទេចំណុចមួយទៀតបងប្អូនបើសិនជាសូនតារាសាមុតល្អសាសូនតារាសិតតែជាសាកតិបណ្ឌិតប៉ុន្តែសម្បត្តិបាត់ដំបងតើមានអ្នកណាចាប់អារម្មណ៍ប្រមាណអ្នកហ៊ុនសែនគាត់ដឹងច្បាស់បើកាលណាគាត់និយាយអីមនុស្សប្រតិកម្មអញ្ចឹងប្រយ័ត្នយើងឲ្យហ៊ុនសែនយកកន្លោះចំមុះដឹកគាត់និយាយឲ្យយើងប្រតិកម្មមនុស្សអាឡ័យតែរត់ទៅតាមសាររបស់ហ៊ុនសែនហ្នឹងគឺចាញ់បោកហ៊ុនសែនទទួលជ័យជំនះបងប្អូនជ័យជំនះរបស់មនុស្សកឡុកស្ថានភាពគឺស្ថានភាពកឡុកជ័យជំនះរបស់មនុស្សណាចាក់ឲ្យគេភ្ញាក់ជាជោគជ័យណាហ៊ុនសែនគាត់ដឹងថាសម្ដីរបស់គាត់នឹងមានអ្នកគេយកទៅវិភាគនឹងមានអ្នកគេយកទៅត្រូលនឹងមានអ្នកគេយកទៅប្រតិកម្មមីខលសម្រិទ្ធនឹងមានអ្នកយកទៅផ្សព្វផ្សាយមិនថាព័ត៌មានក្នុងស្រុកក្រៅស្រុកមិនថាអ្នកគ្រប់គ្រងឬរិះគន់ទេឲ្យតែអ្វីចេញពីហ៊ុនសែនមនុស្សដឹងតែប្រតិកម្មអញ្ចឹងហ៊ុនសែនបង្កើតតែរឿងឲ្យមនុស្សប្រតិកម្មទៅមនុស្សប្រតិកម្មតែរឿងហ៊ុនសែននឹងផ្លិចអារឿងនេះព្រំដែនផ្លិចអារឿងជនភៀសសឹកដែលអត់មានសឹកសង្គ្រាមផ្លិចអារឿងលបែងអនឡាញផ្លិចអារឿងអំពើពុករលួយផ្លិចអារឿងដើរចាប់គុកមនុស្សដាក់គុកសេរីផ្លិចអារឿងប្រេងសាំងឡើងថ្លៃផ្លិចអារឿងកាពះខ្លួនឯងណា
đa khai nhà hạn dù tớ lấy cái đánh tam hôn sáng mà ngay pi bên ngay còn ấp số có thể được liền bàn sờ bài để tớ mà anh tớ xây mùi tiền mà có nên mình đăng thả rương nâng vì cặp bay cặp bóc rương nâng vì anh phải giáo chứ nàng thì ra rương nâng vì mình đi đi con thế con cùi sao thế này bằng ổn con chờ lâm thao bây giờ bảo thằng hôn sáng còn mặt chót nè hôn sáng bảo cả thằng còn mặt chót sụp cắt từ lư ấy muối nhưng thì con tôi chỉ biết là đó còn cái đầu cả hai còn cái đầu cả hai và tới bữa sân chỉ còn miền trái tà na trong liền soi bằng áo hơi dương bằng áo đó con chờ lâm tại còn cái đầu cả hai sao con đây chỉ sau từ vậy thì pro rương đến con phương bàn chụp vậy chứ ban chỉ khi nhóm đi dây trầm nắng thành đất cục xì chỉ rương muối đại bong ổn miền pê khác nấn chấp à rắm của bạn đài nhom đi dây từ đài vấn đề chúng nó chỉ bảy bữa sân chỉ chấp à rắm nhưng mà vậy biết không ai dương kia đi dây thà miền pì mặt á miền bay mặt pì muối kinh cụ lỗ thà nằm sải nên đây thà luôn này cào sải từ lúc sải ở kì từ lúc thà nằm sải ở kì trên mặt ra pì pì không ai dương hào tha chọn cây luôn ảnh chọn cây luôn ấy miền này ta luôn anh chỉ cháu từ prap kia tha cùng luôn nên bị mày tí bay bị mày như mũi tiết hào cài cọp tờ lọc chuẩn cài cọp tờ lọc chuẩn miền này ta mày miền này thằng liềm mộ cài liềm mộ nâng cọp hai đào tờ lọc mới chuẩn là liềm mộ luôn này miền này tha liềm mộ luôn ấy nữa vì đào chuẩn liềm mộ luôn ấy nữa vì cài cọp nữa rừng sầm nản ấy có tờ lọc mới chuẩn vinh sụp liền liền anh nói miền này thằng mình miền này thaเอาไว้ได้สำคัญก่อนในใจเรื่องสลัดทอกรอมสลัดทอบอกไปนีผัดขบับอะไรแบบคนนั้นนะวิตัวแต่กอดกรมครูซากอดนั้นวิสะอาดโอ้วิสะอาดอันนั้นมีในทางกอดอัดกิกลุกน้ำใส่เตะกอดอัดจวนไก่กลุ่นไอเตะกอดอัดไก่ก๊อบตลับจวนเตะคือกอดดาวแต่มกกอดปัจจุครูอาจารย์ดอลอแมนmũi tiết bây giờ này dây mà giang tiết tới con này dây đôi chỗ sân chi đầy cu con nâng với con này dây nâng về mình ấy thì tới mà đầy cu con là đầy cu trong giai đoạn cu sật trời rồi bảo con xong hàng xì nơi mơ mà lệ tới vừa ao mà lúc nó cho bình trắng miền đây tha con đôi chi sầu xa xong hàng xì từ mình gì ta mà muốn xong hàng xì nhưng mưa ở đây bật quân conสำนักโยงได้ใส่โยงปร้อนนะหุ่นกุศลอันนี้เติมน้ำออกน้ำมันได้ตัวพัดกระบอกนี่จะซ้อมหรือซีมันได้ตัวมีเรื่องอัศรงใส่ไม้ใส่มมไม่จริงสลายหาไตรเกาเจียตึกสิบเนี่ยบังสำลักไว้ซ้ำสิ่งนั้นนี่นะนะเปิดบองปอนโดยแต่มนุษย์คลาปฏิกรรมอัจฉริยะปฏิกรรมเป็นเมียนปฏิกรรมเมียนประโยชน์อย่างปฏิกรรมอัจฉริยะเราไม่ต้องปฏิกรรมเมียนประโยชน์ที่โซนร้านนะครับปฏิกรรมวิจำนันอันนั้นคือบทสมดัยก็จังเลี้ยงจนก็ยังเลี้ยงจะมวยก้อนได้ตั้งแต่อะไรตีก็อันเมียนเจ้าเราไม่ตีก็ก่อนจะจังบ่งวุบ่งวายสบายอย่ารำเลี้ยงก็อบสกอดเพลงนั้นจังเมียนไปคล้าบ่ก็เลี้ยงเพลงเขายังเชียงตะบ้างแต่ไม่ต้องไปเชียงเมียนประโยชน์ที่โซนร้านใหญ่มันจังนั้นสักเมียนประโยชน์มั้งนะสักเมียนประโยชน์จะก็ชอบเป็นจังมือแต่เลือดตึงสไลทำไมวิ่งจวนไก่ขลุ่นไอมันนั่นโดยที่คนประกวดนั้นปีจามาทำได้ก็เอาขึ้นปากไก่พร้อมให้เอาขึ้นคนแบบนี้ก็ปากไก่พร้อมคนแบบนี้ด้วยกินมีรหัสเนียมถ้าจุกคำของคนนั้นคือคำอัดเมตาคำลูกคำคือถ้าเอาหาลิ้นย่อยจังบันที่เท่าบอยยึงในใจเท่าวิตลับตัวที่สดใสซ้อมแรงสีหนึ่งโซนราแต่ไว้เนี่ยซ้อมแรงสีโซนรามีได้บรรลุสะอาดซ้อมสดจริตสมัครตรองมันเนี่ยมันมีพัดกระบอกมันมีไอ้ต่างอันนั้นเวขนมอักษรสลพิซซ่าอังเลมุติกับหางถาขนมอักษรสลพิซซ่าอังเลกับหางดับ paradox มันนี่ paradox นั้นคือจังในใจถาเวียเรื่องมวยมกปีใส่หาก่อยมวยเตี้ยกับหางถาในขนมตุสนะบัจเจียคือมีในมือแต่ละ mockery นี่ mockery หรือก็ mirror กันเจาะวิจิกันเจาะชลบเป็นจังพลาดไปเว้นมันนี่พลาดไปเว้นมันนี่cái thà mặc cái cao chụp là không tu sanh bị chia chụp nên đây thà nên dây thắng dương miên bị dương miên nó khơi cái ớt AC nhưng thà nhóm ớt miên AC đây mà đấy si là hamburger hay nâng nè châu hàng Japan
មកតុកហ្នឹងមកមុខមកហូប$300អាហ្នឹងគេហៅចំអកគេហៅចំអកមែនទេឃើញជនពិការដើរប៉ាក់ឃើញជើងយើងអត់មានពិការទេយើងដើរចិត្តគេទេយើងធ្វើប៉ាក់ឃើញអាហ្នឹងគេហៅចំអកចុះកញ្ចក់ចង់និយាយថាពេលដែលខ្លួនយើងមុខអាក្រក់យើងខ្លួនយើងមុខយ៉ាក់យើងទៅចង្អុលប្រាប់គេដល់ទៅពេលអញ្ចឹងយើងទៅឆ្លោះកញ្ចក់យើងទៅឆ្លោះជាមួយកញ្ចក់យើងទៅប្រាប់កញ្ចក់ដល់ទៅប្រាប់កញ្ចក់ទៅឃើញមុខខ្លួនឯងអញ្ចឹងមានន័យថាបើយើងវាអាក្រក់យើងមានប្រវត្តិមិនល្អអញ្ចឹងទៅយើងទៅសោករឿងល្អនៅវាអាក្រក់ជាងអ្នកដែលនិយាយអាក្រក់ទៅទៀតអញ្ចឹងខ្ញុំថាមានប៉ុណ្ណឹងទេបើសម្រាប់សូនតារាគឺថាបើមិនប្រតិកម្មខ្លះក៏ល្អដែរប៉ុន្តែប្រយ័ត្នចាញ់បោកហ៊ុនសែននោះណាបើហ៊ុនសែនគាត់ដឹងថាឲ្យតែគាត់និយាយអីក៏មនុស្សប្រតិកម្មដែរអញ្ចឹងមានពេលខ្លះគាត់អបសក់ពេកគាត់ដាក់មកពុំទៅបន្ទុះទៅគាត់អង្គុយសោយទេព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះដទៃទៀតស្រីមុំច័ន្ទទូរទស្សន៍សូនតារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទទី1និងទី2ប្រជាប់គ្នាខ្ញុំនិយាយទៅជាប់គ្នាតែម្ដងទៅប្រធានបទទី1ប្រាក់ដូចការគិតប្រាក់សុខុនមានសិទ្ធិអីកាត់ដីខ្មែរឲ្យថៃតើមានឆ្លងយោបល់សម្ដេចដែរឬទេដែលខ្ញុំដាក់ថាក្បត់ជាទីទៀតខ្ញុំនិយាយចំណុចនេះប្រធានបទទី2ហេតុអ្វីទោះជាមានសង្គ្រាមពហិការខ្មែរនៅតែលួចឆ្លងដែនចូលដីថៃដើម្បីរកការងារព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះដទៃទៀតទូរទស្សន៍តារាស្រាប់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយោង FN ហ្នឹងគឺ fresh new ខ្ញុំអត់យោងនរណាទេ fresh new បានបង្ហោះខ្ញុំចូលមើលនៅវីដេអូសម្ដែងសម្ដាលរបស់ប្រាក់សិខុនមួយនៅខេត្តពោធិ៍សាត់ទៅតាមខ្ញុំចាំខេត្តពោធិ៍សាត់ប្រាក់សិខុនបាននិយាយច្រើនប៉ុន្តែកាលណាខ្ញុំនិយាយវីដេអូនៅក្នុង fresh new ខ្ញុំបងប្អូនទៅស្ដាប់ខ្ញុំមិនអាចនិយាយរៀបរាប់ឲ្យព្រោះនេះជាប្រធានបទប៉ុន្តែអត្ថន័យគឺយល់ព្រមកាត់ដីឲ្យថៃបើវាស់ត្រង់ណាចូលដីខ្មែរអានេះន័យគឺប៉ុណ្ណេះបើវាស់ត្រង់ណាចូលដីខ្មែរគឺនេះព្រមកាត់ដីឲ្យថៃរើផ្ទះប្រជាជនចេញថាវាសង់ផ្ទះថ្មីហើយថៃអត់ព្រមគឺប្រើកម្លាំងដាក់ប្លាលោកដាក់កុងតឺន័របំពេញជ្រៅកាត់ចុះដោយឯកតោភាគីអានេះន័យមែនទេប៉ុន្តែន័យក្នុងនេះបញ្ជាក់ថាប្រាក់សិខុនល្ងឹតល្ងីល្ងើទៅដឹកនាំប្រទេសជំនាញស្ថាប័នដល់អត់ដឹងថាដីខ្មែរនៅត្រង់ណាដោយអះអាងថាខ្មែរមានខ្សែបន្ទាត់ព្រំដែនច្បាស់បើបន្ទាត់ព្រំដែនច្បាស់ហេតុអីបានជាវាស់ចូលដីខ្មែរអានេះមួយសំអាន Kevin គាត់បានហៅណាសារការថ្លែងរបស់ប្រាក់សិខុននេះជាជនក្បត់ជាតិកាត់ដីឲ្យបរទេសមួយសម្រាប់ខ្ញុំវិញណាបានចោទជាសំណួរហើយខ្ញុំណាមិននិយាយចំដូចសមាននេះខ្ញុំនិយាយបែបវិទ្យាសាស្ត្រនិង logic ទៅវិញខ្ញុំនិយាយបែបវិទ្យាសាស្ត្រនិង logic គឺនិយាយអំពីសិទ្ធិកតបតិទូនីតិដោយខ្ញុំដាក់សំណួរថាប្រាក់សិខុនមានសិទ្ធិអីកាត់ដីខ្មែរឲ្យទៅថៃសំណួរទី1សំណួរទី2តើប្រាក់សិខុននិយាយចិត្តឯងឬក៏ជាអ្នកនាំពាក្យរបស់សម្ដេចនិងហ៊ុនម៉ាណែតអានេះគឺជាសំណួរទី2ហើយទី3បានជិតខ្ញុំនិយាយក្បត់ជីខ្ញុំនិយាយបែបវិទ្យាសាស្ត្រដែរគឺនិយមន័យមុននឹងខ្ញុំនិយាយនៅចំណុចទាំង3ជាបន្តបន្ទាប់នេះខ្ញុំសូនតារាសូមសម្ដែងនៅការឈឺចាប់និងការកាន់ទុក្ខជាអតិបរមានៅក្នុងប្រវត្តិសាស្ត្រជីវិតរបស់ខ្ញុំដែលមិនអាចកាត់ថ្លៃបានខ្ញុំស្ដាប់ប្រាក់សិខុននិយាយខ្ញុំពិតជាចង់ស្រក់ទឹកភ្នែកដែរខ្ញុំឈឺចាប់ណាស់ទឹកដីប្រទេសកម្ពុជា
มันអាចកាត់ណាពីព្រោះទោះជាយ៉ាងណាយើងមិនត្រូវអស់សង្ឃឹមទៅលើច្បាប់អន្តរជាតិឡើយខ្ញុំរំលឹកបាត់ទៅមានពេលខ្លះពិភពលោកសុខុមឈុំគ្រាន់តែជួបឧបសគ្គនិងគ្រោះធម្មជាតិពិភពលោកគ្រោះមហន្តរាយដែលតម្រូវឲ្យយើងឆ្លងកាត់គ្រោះមហន្តរាយឧបសគ្គនិងគ្រោះថ្នាក់នេះយើងត្រូវតែពុះពៀឆ្លងកាត់ថ្ងៃណាមួយពិភពលោកស្ងប់ស្ងាត់បន្តិចច្បាប់អន្តរជាតិរស់ឡើងវិញហុកជាងអានយើងត្រូវតែទាមទារទឹកដីរបស់យើងទៅតាមច្បាប់អន្តរជាតិមិនមែនអស់សង្ឃឹមប្រញាប់ហើយសុខចិត្តកាត់ដីទៅឲ្យបរទេសមិនបានជាដាច់ខាតដូចសំអានថាដែរអានេះចូលនៃលក្ខណៈវិទ្យាសាស្ត្របើដូច្នោះគឺហៅថាជនក្បត់ជាតិណាបងប្អូនជនក្បត់ជាតិអញ្ចឹងខ្ញុំសូមសម្ដែងនៅអារម្មណ៍ពីរហ្សេមសុងទី1គឺអារម្មណ៍នៃសេចក្តីឈឺចាប់មិនអាចកណនាបានក្រោយបានស្ដាប់សម្ដីរបស់ប្រាក់សុខុនក្នុងនាមខ្ញុំជាឈាមខ្មែរមួយរូបខ្ញុំពិតជាឈឺចាប់ណាស់ទី2ខ្ញុំសូមថ្កោលទោសនិងកាន់ទុក្ខទោះបីជាមិនទាន់ផ្លូវការកាត់ទឹកដីយល់ព្រមដោយប្រាក់សុខុនបានលើកឡើងអំពីភាពមិនច្បាស់លាស់ក៏ដោយចឹងអានេះចំណុចមួយមុននឹងខ្ញុំនិយាយទៅលើ2ចំណុចសំខាន់ខ្លីៗមានន័យស៊ីជម្រៅសម្រាប់កូនខ្មែរគ្រប់រូបមិនថាគណៈបកនយោបាយណាទេប្រទេសជាតិមិនមែនជាកម្មសិទ្ធិរបស់គណៈបកនយោបាយណាមិនមែនជាផ្នត់គំនិតរបស់នរណាម្នាក់ឡើយទី1ប្រាក់សុខុនមានសិទ្ធិអីកាត់ដីខ្មែរឲ្យទៅថៃសំណួរនេះដោយយោងតាមហេតុផលច្បាប់ធម្មជាតិនិងច្បាប់អន្តរជាតិដូចតទៅទី1ប្រទេសកម្ពុជាមិនមែនកើតពីពោះម៉ែប្រាក់សុខុនឡើយហើយក៏មិនមែនជប់ចេញពីប្រាក់សុខុនប្រទេសកម្ពុជាទឹកដីកម្ពុជាមិនមែនជាកម្មសិទ្ធិរបស់ប្រាក់សុខុនឡើយវាជាទឹកដីរបស់ប្រជាជនកម្ពុជារាប់ពាន់ឆ្នាំមកហើយទី2តួនាទីរបស់រដ្ឋាភិបាលហ៊ុននិងប្រាក់សុខុនគឺបដូរផ្ដាច់ជីវិតការពារទឹកដីមិនមែនកាត់ទឹកដីឡើយកាត់ទឹកដីគឺជាជនក្បត់ជាតិម៉ារីយ៉ាទេប្រជាជនឲ្យណាហ៊ុនម៉ាណែតឲ្យប្រាក់សុខុនទៅដឹកនាំប្រទេសគឺដើម្បីទៅបញ្ចេញសមត្ថភាពការពារទឹកដីទោះជាត្រូវស្រក់ឈាមបដូរផ្ដាច់រណាជីវិតយ៉ាងណាក៏ដោយគឺត្រូវបំពេញតួនាទីអានឹងហើយដែលខ្ញុំនិយាយថាខ្ញុំនិយាយបែបវិទ្យាសាស្ត្រគឺហ៊ិនលាវនិយាយអំពីកាតព្វកិច្ចវិញនៅលើโลกនេះគ្រប់មេដឹកនាំទាំងអស់គឺមានកាតព្វកិច្ចការពារទឹកដីអ្នកគ្មានកាតព្វកិច្ចកាត់ទឹកដីឡើយអ្នកគ្មានកាតព្វកិច្ចមិនអាចកាត់ទឹកដីដោះដូរដើម្បីផលប្រយោជន៍បុគ្គលឡើយអ្នកដែលកាត់ទឹកដីគឺខុសច្បាប់ធម្មជាតិផងខុសច្បាប់អន្តរជាតិផងខុសច្បាប់ប្រទេសផងហើយអ្នកនោះហើយដែលគេហៅថាជនក្បត់ជាតិ Frankie Bennett អញ្ចឹងចំណុចនេះខ្ញុំនិយាយអំពីតួនាទីភារកិច្ចរបស់មេដឹកនាំណាដែលប្រាក់សុខុនក្នុងនាមជាអ្នកតំណាងរដ្ឋមន្ត្រីការបរទេសឲ្យប្រជាជនហ៊ុនម៉ាណែតជាអ្នកតំណាងប៉ុន្តែខ្ញុំត្រូវសួរទៅអ្នកឯងវិញដូចខ្ញុំលើកឡើងបាញ់វិញតើទឹកដីហ្នឹងអ្នកឯងជាអ្នកបង្កើតចេញពីពោះរបស់អ្នកឯងតើគេឲ្យអ្នកឯងទៅដឹកនាំប្រទេសឲ្យអ្នកទៅដឹកនាំប្រទេសដើម្បីការពារខ្លួនឬក៏ការពារទឹកដីនឹងប្រជាជនលីវបូរី
ចំណុចទី2ដែលខ្ញុំនិយាយអំពីកាតព្វកិច្ចចំណុចទី3ខ្ញុំនិយាយអំពីចិត្តសាស្ត្រសច្ចធម៌សង្គមអ្វីទៅដែលចិត្តសាស្ត្រសច្ចធម៌សង្គមបងប្អូននៅក្នុងភាសាខ្មែរយើងគេថាបានតែកាយតែមិនបានចិត្តដោយរឿងទុំទាវអក្សរសិល្ប៍ខ្មែរស្ដេចយកនាងទាវប៉ុន្តែស្ដេចបានតែកាយនាងទាវទេចិត្តនាងទាវនៅនេនទុំចិត្តទាវនៅទុំមែនទេមួយទៀតរឿងទុំទាវដដែលចៅវាយស្រុកម៉ឺនងួនដែលការចាត់ម្ដាយយីផាន់ហ្នឹងលឹមសុផនិតចាត់កូនបង្កើតរបស់ខ្លួនឯងទៅការជាមួយម៉ឺនងួនហ្នឹងគឺម៉ឺនងួនបើបាននាងទាវបានតែកាយទេមិនបានចិត្តទេមានន័យថាម៉េចមានន័យថាយើងអាចទប់កាយបានប៉ុន្តែយើងមិនអាចទប់ចិត្តឆន្ទៈនិងគោលបំណងបានឡើយចំនេះឡៃឡាមានន័យថាបើអ្នកកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពតើជាឆន្ទៈរបស់ថៃទេមិនមែនទេឆន្ទៈនិងបំណងរបស់ថៃគឺលេបត្របាក់ទឹកដីកម្ពុជាបន្ទោះជាអ្នកឯងកាត់ដីឲ្យទៅថៃក៏ទឹកចិត្តថៃមិនបញ្ឈប់ប៉ុនប៉ងការលេបឡើយវាមិនចប់ត្រឹមហ្នឹងនិយាយឲ្យខ្លីគ្រាន់តែអាចដោះស្រាយបានមួយរយៈប៉ុន្តែពិភពលោកមានការប្រែប្រួលអាខ្លាំងស៊ីអាខ្សោយអាធំស៊ីអាតូចហ្នឹងថៃមិនដែលទៅស្ដាប់ច្បាប់អន្តរជាតិទេវានឹងបន្តស៊ីទៀតបើយើងខ្លាចហើយកិច្ចសុំគេរស់គេនឹងបន្តបន្លាចហើយយកអាយុជីវិតទឹកដីរបស់យើងមកគំរាមកំហែងមានតែការប្រឈមមុខទេការប្រឈមមុខដែលខ្ញុំលើកឡើងអំបញ្ញមិញខាងពីដើមណាគឺពិភពលោកអាចមានជួបគ្រោះមហន្តរាយមួយរយៈបើយើងឆ្លងកាត់ផុតស្រីមុជយើងនឹងអាចដោះស្រាយបញ្ហានឹងបានយើងមិនអាចប្រញាប់កាត់ទឹកដីនេះពីព្រោះបើយើងចង់ទុកអាចទុកថៃបានមួយរយៈប៉ុន្តែអ្នកឯងមិនអាចទុកមហិច្ឆតារបស់ថៃបានទេមិនអាចទុកបានទេមែនទេសីហាព្រឹងអ្វីដែលយើងត្រូវយកចិត្តទុកដាក់បច្ចុប្បន្នហ្នឹងមិនមែនណាអួតមកផ្លែតសន្តិភាពមិនមែនកាត់ដីប្រទេសជាតិទី1អ្នកឯងគ្មានសិទ្ធិកាត់ដីទី2តួនាទីទៅដឹកនាំប្រទេសគឺទៅការពារទឹកដីមិនមែនទៅកាត់ទឹកដីទេណាអានឹងត្រូវដាច់ខាតប៉ុន្តែអ្នកឯងទៅកាត់ទឹកដីអ្នកឯងក្បត់ជាតិហើយខុសច្បាប់ហើយមិនអាចនិយាយរឿងអីបានទេកាត់ទឹកដីគឺក្បត់ជាតិហើយអត់មានខុសច្បាប់អីទេគឺក្បត់ជាតិហើយមែនទេអញ្ចឹងសួរថាតើអ្នកឯងអាចបញ្ឈប់ថៃបន្តមកទៀតបានទេបងប្អូនសួងឈានការខ្លាចមិនអាចបញ្ចប់បានទេខ្ញុំលើកឧទាហរណ៍ពីជីវិតជាសាស្ត្របងប្អូនឃើញផ្នែកនៅក្នុងរបបប៉ុលពតណាមិនខ្លាចស្លាប់ខ្លាចស្លាប់រហូតស្របតាមប៉ុលពតទាំងអស់ប៉ុន្តែសួរថាតើខ្លាចការខ្លាចនឹងអាចបញ្ឈប់ប៉ុលពតមិនឲ្យសម្លាប់មនុស្សបានទេអត់ទេនៅក្នុងប្រទេសទី1ទី2នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមែនទេនរណាក៏ខ្លាចគុកដែរមនុស្សកាន់តែខ្លាចគុកកាន់តែកើនអញ្ចឹងបានសន្តានានៅតែមានទស្សនវិស័យថាកម្ពុជាបើថ្ងៃមុខអត់មានមនុស្ស1លានអ្នកដើរចូលគុកទេណាគឺមិនអាចកិច្ចគុកមិនអាចទៅចុះចូលជាមួយហ៊ុនសែនណាដើម្បីកិច្ចគុកកិច្ចបានតែខ្លួនយើងទេតែខ្ញុំចុះចូលជាមួយហ៊ុនសែនកិច្ចបានតែឪពុករបស់ខ្ញុំហើយនឹងខ្ញុំទេមូនីខាមែនទេមកខ្ញុំអស់ហើយប៉ុន្តែជួបវាសនាប្រទេសជាតិគុកពេញប្រទេសបើខ្ញុំចូលទៅហ៊ុនសែនខ្ញុំអាចដោះលែងអ្នកទោសខ្ញុំអាចកែប្រែហ៊ុនសែនពីរបបគុកមកជារបបរដ្ឋាភិបាលប្រជាធិបតេយ្យបានខ្ញុំសុខចិត្តឲ្យគេជេរគេខ្ចប់អាចគុកក្បាលខ្ញុំសម្បត្តិផ្សេងរតនាប៉ុន្តែវាអត់ណាខ្ញុំទៅចុះចូលជាមួយហ៊ុនសែនទៅខ្ញុំដោះបានតែឪខ្ញុំមួយទេខ្ញុំដោះបានតែឪខ្ញុំមួយចុះជោគវាសនាប្រជាជនចឹងហើយបានជា
បងប្អូនមើលមកផ្លែបងប្អូនមើលត្រឹមតែឆន្ទៈរបស់សូនតារាទេប៉ុន្តែខ្ញុំចង់ឲ្យប្រជាជនខ្មែរទូទាំងប្រទេសនឹកគុណឪរបស់ខ្ញុំនឹកគុណឪពុករបស់ខ្ញុំមិនមែននឹកគុណខ្ញុំទេមានមនុស្សមួយចំនួនគាត់មើលឃើញត្រឹមខ្ញុំជារឿងមួយគេហៅថាមិនខុសទេប៉ុន្តែត្រូវនឹកគុណឪរបស់ខ្ញុំឪពុករបស់ខ្ញុំមិនដឹងថាគាត់មានអារម្មណ៍យ៉ាងណាទេមែនទេប៉ុន្តែមនុស្សដែលស្លូតត្រង់អត់មានទោសអីសោះត្រូវហ៊ុនសែនចាត់ដាក់គុកណាបងប្អូនដោយសារតែចាញ់ប្រាជ្ញានឹងមិនអាចយកឈ្នះប្រាជ្ញារបស់សូនតារាបាននឹងមិនអាចបញ្ចុះចូលសូនតារាបានណាអានឹងបើយើងមើលឲ្យជ្រៅទៅខ្ញុំចង់ឲ្យបងប្អូនខ្មែរជុំវិញពិភពលោកដែលស្រឡាញ់គ្រប់គ្រងសូនតារាទៅស្រឡាញ់ឪពុករបស់ខ្ញុំនិងដឹងគុណឪពុករបស់ខ្ញុំបួងសួងសូមឲ្យទេវតាតាមថែរក្សាខ្មែរគ្រប់និន្នាការខ្មែរគ្រប់សាសនានេះសាសនាព្រះពុទ្ធបួងសួងទៅដល់ប្រតនត្រ័យចឹងទៅសាសនានៃគ្រឹះបួងសួងដល់ព្រះណាឲ្យតាមគុំក្រងសាសនាផ្សេងទៀតហិណ្ឌូបាទនេះសូមឲ្យព្រះសិវៈវិស្ណុព្រះព្រហ្មបាទនេះនៅក្នុងសាសនាអ៊ីស្លាមសូមឲ្យអាឡោះតាមថែរក្សាអានឹងគឺខ្ញុំសូមអរគុណបងប្អូនណាខ្ញុំបើកវងកញ្ចក់តែនេះបន្តិចខ្ញុំសូមអរគុណបងប្អូនបើសិនជាបងប្អូនដឹងគុណនិងបាទនេះនឹកដល់ឪពុករបស់ខ្ញុំគឺបងប្អូនអស្ចារ្យជាងបងប្អូននឹកដល់ខ្ញុំព្រោះឪពុករបស់ខ្ញុំណារងគ្រោះដោយរបបអយុត្តិធម៌ហ៊ុនសែនក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាហើយក្នុងអំឡុងពេលដែលគាត់បានកាន់អាវុធណារយៈពេល30-40ឆ្នាំបំរើគណៈបកប្រជាជនដេកព្រៃគ្រុនចាញ់មូសខ្លាឆ្លងកាត់មីននិងសង្គ្រាមគ្រប់កលៈទេសៈទីបញ្ចប់ត្រូវបានហ៊ុនសែនចាប់ដាក់គុកអញ្ចឹងចំណុចនេះដែលខ្ញុំចង់និយាយថានៅលើពិភពលោកយើងនេះណាបងប្អូនវាមិនអាចដែលយើងមនុស្សអាក្រក់ហើយទទួលនេះបានពាក្យសរសើរពីអ្នកដទៃហើយពេលដែលអ្នកដទៃតេះដៀលទៅយើងទៅខឹងគេបានទេត្រឡប់មកវិញខ្ញុំនិយាយនេះគ្រាន់តែចង់និយាយអំពីគុណធម៌អំពីមនោសញ្ចេតនារបស់មនុស្សជាតិមួយឥឡូវត្រឡប់មកវិញនេះសួរថាចុះអ្វីដែលសូនតារានិយាយនេះឆ្ងាយអត់ទេអត់ឆ្ងាយទេនៅដដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពចំពោះទឹកដីនិងសកម្មភាពចំពោះជនជាតិខ្លួនឯងណាសកម្មភាពខ្លាចខ្ញុំលើកឧទាហរណ៍ឲ្យជាក់ស្ដែងខ្ញុំចង់និយាយរឿងឪពុករបស់ខ្ញុំគឺខ្ញុំចង់ន័យធៀបថាប្រាក់សខុនហ៊ុនម៉ាណែតខ្លាចអង្វរកាត់ដីឲ្យថៃតែខ្លួនឯងគ្មានសិទ្ធិតើអាចបញ្ឈប់ថៃមិនឲ្យឈ្លានពាននិងបញ្ឈប់ឆន្ទៈមហិច្ឆតាថៃបានដែរឬទេដោយមនុស្សជំនាន់ប៉ុលពតខ្លាចស្លាប់ប៉ុន្តែឆ្អឹងកោដូចភ្នំដោយរបបហ៊ុនសែនខ្លាចគុកប៉ុន្តែចាប់គុកកាន់តែកើនសូម្បីតែឪពុករបស់ខ្ញុំដែលអត់មានទោសអីសោះព្រិតនីបេខឺក៏ត្រូវហ៊ុនសែនចាប់យូរទៅគឺថាគុកនឹងគឺសម្រាប់ដាក់មនុស្សស្រុកត្រង់ហ្មងគុកដំបងសមហេតុផលអាដាលេនូគុកហ៊ុនសែនដំបងសមហេតុផលដល់យូរទៅគុកនឹងគឺសម្រាប់បំរើឲ្យកំហឹងរបស់ហ៊ុនសែនប្រើជាឧបករណ៍ដូចល្បែងលេងអានឹងហើយដែលបងប្អូនត្រូវតែឈូសឆាប់ដែលខ្ញុំនិយាយខាងដើមថាខ្មែរនៅក្រៅប្រទេសណាត្រូវតែបន្តសកម្មភាពទោះជាឥតប្រយោជន៍ក៏ដោយមានប្រយោជន៍ក៏ដោយឥតប្រយោជន៍ក៏ដោយណាត្រូវតែបន្តនៅក្រៅប្រទេសហើយបើជាខ្ញុំបើកមុខកញ្ចក់បន្តិចអំបញ្ញមិននឹងពាក់ព័ន្ធជាមួយនឹងការខ្លាចហ្នឹងយើងអំពីឈ្មោះឪពុករបស់ខ្ញុំចង់ឲ្យបងប្អូនដែលមិននេះគ្រប់គ្រងគោរពសូនតារាណាទៅគោរពឪពុករបស់ខ្ញុំដែលកំពុងតែជាប់គុកដោយសារស្នាដៃរបស់ហ៊ុនសែនទី2សុខាប្រមតើប្រាក់សខុនមានសុំយោបល់ពីហ៊ុនម៉ាណែតនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលឬទេណាណាឆារីហ្វាមែនទេសំណួរនេះខ្ញុំមិនឆ្លើយទេខ្ញុំទុកឲ្យហ៊ុនសែនខ្ញុំទុកឲ្យបងប្អូនឆ្លើយដោយខ្លួនឯងថាតើប្រាក់សខុនហ៊ាននិយាយថ្នាក់នេះតើគាត់អាងអី
hãy ấy ban trên nét để dây làm pi prung đến rồi ban chặt đã cốc xong bây giờ cam mà cà là ní slow trăng và chi riết tận đây rồi bọc ghế hãy ấy ban khmai khmien sức mật mạn khmien sức rồi lanh tận đây chặt đã cốc bàn tay nét để trong cắt tận đây bay tới chiếc phơi chỉ là đặt nòng bật tịch vậy đôi chỉ bạc sẽ còn cam mà cà là ní mà nét còn tại sao ha tận đấy chắc cái này đã cốc pi bảy chân lắm một phố nào nó khơi nhé khi sát than caประเทศกัมพูชาเป็นดอกหนาหนึ่งนะประเทศกัมพูชาไงมกเบิกเมียนมาดูมันเลี้ยนตัวปีเลี้ยนเนี่ยได้โจกกเตะคือกกนั่งมันลายมันรู้สิเนี่ยจำสมัยโซนราเนี่ยเลี้ยงไปอัดเข้าเตะอัดมีวิธีไอ้เตะมันเนี่ยเมียนดอกประเทศกาคือเกย์กรุบกรองประเทศเอามันลายตามระยะการมันลายมันรู้ไหมสมัยขยมมันบังอย่างนี้เรื่องท้าตาประสคนนึกก่อนจะได้จัดไอ้ทุกอย่างนะยมมาดังที่ยมสินาดลำเนียนแต่ตามนึงปัจจัยบางคนขมายตะกิดไปชุบปากท่าตักได้หรือบอกขมายแต่บางคนกันนักปักไปจีจุนกันแล้วมันเป็นจิตตักได้เกิดปีปุ๊บระบบประสคนเลยเนี่ยจีนมันนะมึงแต่เด็กยมปีใหม่จิตตาจันเตี้ยงจีเรื่องลงชุดจังคนจีเรื่องสัจจะท้อนะจีเรื่องสัจจะท้อนะตัวจิตประสคนคนมันไหนโนยกสันติเพียบบ้านทางเลยดำไปฉับไปจับสู้แต่ตาไหนไปจับนึงจับมันเนี่ยไอ้เราก็ไทยแบบโปรจับไทยเวียนเบียนมาจากตาเวียนเบียนฉันแต่โปรจับเจ้ามาสู้โซนเราแต่โซนเราดอกสายยังไม่เอาอยู่บอยังไม่โซนเราดอกสายเอาอยู่บอยังเบียนอย่างนั้นไม่คือเมียนไม่สำคัญแต่ตะกี้พวกเขียนเบียนอย่างนั้นคือถ้าบัดปีพบโลกจะลาจอมห้ามนะเพื่อสังเกตองคาสาวิจิตจกเสาฉบับอันตรจิตจกเสาปัจจัยเหมือนเป็นในท่าวิจกเศร้าเราได้เอาไว้เอาไปมีลายจงผลจุวิมีสงบตัวเนี้ยสมมติสังครีมโลกเลือกตีมวยสังครีมโลกตีปีวิเก้าถ้าเกิดมีสงบตัวเนี้ยบัดทำไมมุ่งเจนสังครีมตัวเจ้าเวียดนามเวียดนามปู่ประเทศเวียดนามจริงๆปีสลับมันรอบเรียนเนี้ยให้ไปจบตัวเนี้ยมันเนี่ยประเทศในลัทธิกุมนี่บานสำลักระบบปลบานสำลักไม่จอมนรกเป็นสันเนี่ยนั่งในประเทศมาสิตุงเนี่ยในประเทศมาสิตุงในประเทศจันรอบเลี้ยนเนี่ยคือเป็นเนื้อแต่จับตัวไว้โดยเฉพาะจูไปจับบ้านก็จับตัวไว้เนี่ยจังยืงตุกสะเพียบกาหนึ่งจวบบรรทอเพื่อไก่กาฉบับอันตรจิตโดยกัมพูชีสำอางเลือไทยตีเมียนไซบรรทอปนแบนฉบับล้อเนื้อใหญ่ปรับกันจำพอจำบทบอมพาไทยบอกตีตังเลือในกัมพูชีเปี้ยวนิวโดยอันตรจิตอังการสารจิตนั่งเพื่อไก่กาเอาบอลเตะมวยจำนวนจีประเทศเนี่ยมีอัติพลอังเลบารังรบออสเตรเลียแคนาดาที่พบโลกเมียนเปคลาไม่ได้โดยกิจปรงเปลี่ยนสังเกตปรงปารีนั่งเหม็นซกตะโกนาเสียนุคนไซนั่งเฟื่อจังเตอร์วิโตแต่เมียนอันตรจิตนั่งช่วยประดามเรียกช่วยออสเตรเลียรถมันไตรกระทรวงการประเทศออสเตรเลียหรือก็แคนาดาหรือก็บารังแบบนี้เมียนเนี่ยเมียนอัติพลช่วยเฮาคเนียแต่เราตั้งเป็นชื่อเมียนเนี่ยเมียนอัติพลช่วยเฮาคเนียจังเอาน้ำบอลอาเซียนนั่งเมียนซกซันแต่เปียกสวัสดิ์แต่เปียกอังเลก็ได้เนี่ยนาก็ได้คือเกมีนจัดนั้นแกไอ้เตียงที่พบลูกเอาจำเบอร์ข้ามไปเชื่อบ้านอันนั้นเจเป็นที่ดอกสายที่มุ้ยสำหรับโซนตราบางสั้นจีขยมเกิดอะไรนองประเทศหรือก็มันบัดนองประเทศไม่เนี่ยปัจจุบันขยมเอาอยู่เบาดิแกไอ้เธอจัดประเทศยังถือสู้ท่าตาประเทศอังกฤษประเทศยุโรปออสเตรเลียแคนาดาประเทศอาเซียนมวยจำนวนแต่เกมีนพนัดกับนัดแต่ช่วยโดยกิจเป็นเพียงสังเกตกองปารีสแต่ช่วยแต่เตี้ยนแต่น้อมที่พบโลกแต่ว่าจะเจ๊ที่กัมพูชีเด้อดีเหตุไรบุคคลสายสะห้าวประกาศบุคคลมันแอคชั่นแต่มันดูดักตุกสมัยแต่เอาขยมเอาเตือนมันสั่งจับประกบไหนแต่คนหนึ่งทอดบัตรนะฮะบัตรคนหนึ่งทอดนะบัตรอ่อนลิงเล่นใจขมักเก๋มันรู้บอกเล่นใจขมักเก๋ชอบมั้งนะขยมยัยนี่คือขยมยัยทางคนสายออกขมักเก๋จังมันจะมันรู้ที่จะตะเจก่อนตะเจก็ตัดขังนั่นตอนนั้นขมักเก๋เรื่องไอ้เตี้ยมาส่งไปเอาขยมก็เอาเมนตัวใส่คนสายจับประกบฮะอันนั้นขยมสู้เลยเจ๊จังบ้านที่ตัวเด็กยังกายใต้บองโอนซกกี่มันไอ้ติดช่วยมันรู้ได้กี่กำปงแต่มันโจฉลาดนะจังคนสายเบิกกรอนแต่จังการนำนัดมันรู้บ้างดิมันตั้งจังตั้งตัดสำลักจีจวนกี่เมื่อก่อนคนแต่จำชนะการนำนัดจะมีปัญหาที่มีกันหนักปะไปชั้นก็ตายไก่บางทีเราก็เธอไอ้ครั้งก็เนื้อแต่ชนะปีใบกับไอ้โลนั่นก็บ้านกันปฏิทินเต้าอยู่มวยชนิดโดยไทยไอ้นั่นก็แต่แค่ก็จังสำลักโจรเสรีพิบตกออกโยกก็เดาใบปูดูตาจิงจุมันไอ้ยังวะนะอันนั้นง่ายได้ติดพวกลูกสอบ
ភាពជីក្រៃពិភពលោកស្អប់អានេះខ្ញុំនិយាយពិតណាហ៊ុនសែនមកត្រឹមមកចង់ដឹកនាំប្រទេសកាណាដាអត់មានបបាក់ទេមែនទេប៉ុន្តែគាត់ចង់កំទេចគេឲ្យខ្ទេចអស់ប៉ុន្តែបាត់ត្រឡប់ទៅគាត់វិញរហូតគាត់ដេកអត់លោកគាត់ទៅសរសេរលេងសើចគាត់ទៅតែងចម្រៀងគាត់ដើរស៊ីកាគាត់ទៅមើលអ្នកជំងឺឯណាអត់ការងារធ្វើអាហ្នឹងកើតអំបាបឲ្យផលនេះគាត់អត់សុខគាត់ណាបាបអាហ្នឹងគឺថាវាក្រំទ្រូងពេកគាត់ធ្វើនោះវាអត់ល្អវាអត់ល្អដូច្នេះច្បាប់អន្តរជាតិវាតាក់ទាញហ្នឹងហើយច្បាប់គេហៅថា universal ហ្នឹងបើយើងនិយាយនៅក្នុងសាសនាហិណ្ឌូសាសនាព្រហ្មញ្ញខ្មែរយើងកាន់ពីដើមខ្មែរយើងនៅកាន់ព្រហ្មញ្ញសាសនាដែលលាយពុទ្ធហ្នឹងគឺគេហៅថាច្បាប់ចក្រវាលច្បាប់កម្មផលខ្លះគេបកថាច្បាប់ស្រូបទាញច្បាប់ចក្រវាលច្បាប់ស្រូបទាញហ្នឹងគឺមានន័យថាវាទាញហ៊ុនសែនឲ្យចូលទៅក្នុងវាឆក់ចង់និយាយថាវាទាញហ៊ុនសែនឲ្យចូលទៅក្នុងកម្មដែលហ៊ុនសែនទៅអាហ្នឹងបើយើងនិយាយវាឆក់វាស្រូបវាទាញមានន័យថាបើសិនជារបបហ៊ុនសែនហ្នឹងគាត់អាក្រក់អញ្ចឹងអាផលល្អដូចជាប្រទេសដែលគេនិយមល្អកុំច្រឡំតែពិភពលោកណាតែអាមេរិកធ្វើសង្គ្រាមមែនពិភពលោកគ្រប់គ្រងទេណាទូទៅសូនរ៉ានិយាយចឹងអត់ទេពិភពលោកគេអត់គ្រប់គ្រងទេគេអត់គ្រប់គ្រងការសម្លាប់មនុស្សទេប៉ុន្តែគេអត់លូកដៃអឺរ៉ុបអត់មានចូលរួមជាមួយទេអង់គ្លេសប្រកាសដោយផ្ទាល់នាយករដ្ឋមន្ត្រីអង់គ្លេសគេដឹងថាអ៊ីរ៉ង់ផ្ដាច់ការអ៊ីរ៉ង់គេអត់គ្រប់គ្រងអ៊ីរ៉ង់ទេប៉ុន្តែគេមិនគ្រប់គ្រងការសម្លាប់មនុស្សជាតិតែប៉ុណ្ណឹងនេះនាយករដ្ឋមន្ត្រីរបស់អង់គ្លេសអត់គ្រប់គ្រងទេនិយាយនៅក្នុងសភាតែមកនាយកបារាំងអត់គ្រប់គ្រងទេអឺរ៉ុបទាំងមូលអត់គ្រប់គ្រងអេស្ប៉ាញអត់គ្រប់គ្រងទេពិភពលោកមិនគ្រប់គ្រងសង្គ្រាមបើចង់និយាយអានេះជាចំណុចល្អមួយណាជាចំណុចល្អមួយយើងកុំមើលពិភពលោកក្នុងផ្លូវល្អអាក្រក់យើងមើលពិភពលោកថាពិភពលោកអត់គ្រប់គ្រងសង្គ្រាមទេប៉ុន្តែពិភពលោកអត់គ្រប់គ្រងមេដឹកនាំផ្ដាច់ការហ្នឹងហើយគាត់ថាគេមិនគ្រប់គ្រងសង្គ្រាមតែប៉ុណ្្នឹងឯងហើយណាបងប្អូនដែលខ្ញុំនិយាយថាពិភពលោកមិនគ្រប់គ្រងសង្គ្រាមខ្ញុំចង់និយាយថាសរុបអាល្អវានៅតែល្អអញ្ចឹងហើយអាមេរិកក៏អត់គ្រប់គ្រងសង្គ្រាមដែរអាមេរិកមិនមែនជាដូណាល់ត្រាំទេឧទាហរណ៍ចឹងដូណាល់ត្រាំបងប្អូនទៅសួរជនជាតិអាមេរិកមើលខ្លះគេบอกខ្ញុំសូនតារាអត់ទទួលអាមេរិកទេមែនទេបងប្អូននិយាយរឿងបុគ្គលណាដូចប្រទេសកម្ពុជាអញ្ចឹងយើងកុំថាខ្មែរអាក្រក់ហ៊ុនសែនអាក្រក់អត់ទេអត់ចេះយើងហ៊ុនសែនអាក្រក់យើងប៉ុលពតសម្រាប់មនុស្សប្រមាណ3.3លាននាក់ជាង2លាននាក់យើងទៅនិយាយថាខ្មែរសម្រាប់មនុស្សមិនប៉ុលពតហ៊ុនសែនចាប់មនុស្សដាក់គុកពាយណានៅក្នុងប្រទេសកម្ពុជានោះប្រែប្រទេសកម្ពុជាទៅលើគុកអាហ្នឹងណាអញ្ចឹងយើងកុំថាខ្មែរចាប់មនុស្សគុកថាហ៊ុនសែនអញ្ចឹងនៅអាមេរិកយើងកុំថាអាមេរិកសម្រាប់មនុស្សទម្លាក់ក្របបែកបងប្អូនយើងបែងចែកអញ្ចឹងវានាំឲ្យមានការរើសអើងឃើញអាមេរិកស្អប់ហ្នឹងមែនទេឧទាហរណ៍បងប្អូនមិនពេញចិត្តអ្នកណាមិនពេញចិត្តដូណាល់ត្រាំយើងថាដូណាល់ត្រាំទៅមិនពេញចិត្តហ៊ុនសែនតែហ៊ុនសែនទៅមិនពេញចិត្តប៉ុលពតតែប៉ុលពតទៅយើងកុំថាអាមេរិកមនុស្សល្អតើបងប្អូនអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្រអ្នកសិលធម៌អ្នកសរសេរសភៅអប់រំពិភពលោកអ្នកឯកសារស្ទើរតែមួយចំហៀងផែនដីសិតតែប្រើប្រាស់ឯកសារច្បាប់សិលធម៌ទស្សនវិជ្ជាដែលសរសេរនៅអាមេរិកទេអាមេរិកល្អទេបើតែវាមានមេដឹកនាំទៅតាមទស្សនៈរៀងខ្លួនអានេះខ្ញុំនិយាយជាមួយបងប្អូនចេះអញ្ចឹងកន្លែងនេះណាបងប្អូនខ្ញុំគ្រាន់តែចង់និយាយថាយើងមិនអាចបុព្វនិខេនទុកឆន្ទៈរបស់ថៃបានឡើយគឺយើងដំណោះស្រាយទី1របស់សូត្រាដូចបានលើកឡើងបាយមិញអញ្ចឹងយើងមើលក្នុងផ្លូវវិជ្ជមានរងចាំឲ្យព្យុះនឹងវាផុតយើងនឹងអាចដោះស្រាយបញ្ហាបានប៉ុន្តែយើងអាចតាក់ចិត្តអន្តរជាតិដែលល្អដើម្បីឲ្យគេលើករឿងយើងទៅនិយាយនៅអង្គការសហប្រជាជាតិដើម្បីដាក់នៅក្នុងប្រធានបទដោះស្រាយដោយកិច្ចព្រមព្រៀងសន្តិភាពព្រំប៉ារីសទេអាចប៉ុន្តែដើម្បីអាចបានវាទាល់តែយើងនឹងវាគេអត់ស្អប់ប៉ុន្តែហ៊ុនសែនគាត់ដើរចាប់គេដាក់គុកដូចខ្ញុំនិយាយសម្បីតែឪខ្ញុំគាត់ចាប់ដាក់គុកគាត់អត់លែងខ្មាស់គេហើយណាគាត់លែងមានគេខ្មាស់ប៉ុន្តែគាត់ខឹងគេជេរគាត់ហ្នឹងណាចំណុចទី3ក្បត់ជាតិមុននឹងខ្ញុំចូលទៅដល់ចំណុចប្រធានបទទី2ប្រិយមិត្តបែនលោកចប់សិន share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតដូចមិនដេចដែលហៅថាក្បត់ជាតិសំអានគាត់និយាយចំតែម្ដងគាត់ថាប្រាក់សុខុននឹងណែហ៊ុនសែនហ៊ុនម៉ាណែតបើកាត់ទឹកដីគាត់និយាយចំហ្មងថា
chỉ chôn các bọt chết chôn các bọt chết vấn đề sau đó anh vậy chẳng đấy khi mà vậy bị vật chết xa bước vào đất đã hơi ta các bọt chết cứ các bọt pì các bọt tật đấy nângประชาชนnày chết cứ tật đấy nângประชาชนcái gìบางคนขยมพลบในยัยเชิญดองผิดที่จันแต่ตั้งแต่นี้ขยมยัยมาสาดก็บัดจิตคือก็บัดตัดได้นั่งประชาชนบางคนตัวจ้ามั้ยก็บัดกลายเป็นนั่งมันหาถ้าก็บัดจิตลอยก็บัดตัดได้คือกัดตัดได้เอาบอดดิขนมให้พอรูปเพียบหน้าก่อดอยโดยจิตประสคนก่อนในยัยนั้นมีในท้าปรุงมันดีรอดขนมให้พอรูปเพียบหน้าก่อดอยตัวจิตก่อนในยัยละอจีกับนาเมียนให้พอจากนาก็ได้การกัดตัดได้บอดดิคือก็บัดจิตก็บัดประชาชนอุติหอเด็กขยมเล็กลายใบนั้นจนจิตขลุ่นเองบัดกัดสำลักเลยปนปนประเดี๋ยวยิงกลมยิงปนปนเป็นจอจยิงยิงจำมืดมุดจำมืดเวทบางคนคืนประเดี๋ยวทอนนู้อเมริกในบัดรังเนื้อรบปัจจุบันนั้นกิจจับประเดี๋ยวฟื้นจับบัดรถบรรทุกอันเตาประเวทมีโปรอันเตาประเวทcái mình ham khoát mình ơi mà nuôi nó mà liền sọc kê đi thì bàn tay tam phơi cho bắp sông tất cả sông visa miền passport anh tao bảo vệ đại ở rộng đi dây ní kia mình từ rửa ơn thế cứ cái sầm tao từ lứa cá chlong đại nè bây giờ mà migrate cao ta anh tao chấm nát sọc chỉ tụ mò rọp pon nè tam sầm mót tam từ lê đầm bay trôi một bát rọp á đòn miền ấy thế anh nó đôi thangและคณะโดยประเทศบัตติปีที่ติดยมใหญ่โดยจิตขมายยืงรอบโรยนักฉลองแดนโจลในไทยเรือไทยอดหามคอดได้ขมายโจลตามไวปัสบัวโจลป๊อกอดหามคอดรบวิ่งจังรบวิ่งเลยจวบปรุงได้แอฟริกวิ่งเลยจวบปรุงได้ในสมบัติเมดิเตอร์เนไอจันเตอร์สมบัตินั้นคือปรุงได้ประเทศอาหรับปรุงได้ประเทศแอฟริกปรุงได้ประเทศอาซีไอเซนมั้งรันดารัตโบนาคือพวกกีสมดาวหรือพวกนั้นดิพวกเบอร์ซันจีรบวิตตัวยกเนี่ยได้พิคลูนมารบโรยเนี่ยจีตามตูมอฉลองโจได้รบแต่ตัวเตียงนั้นนะเจ้าละน้าในกาอันเตาประเวศนงเตินรบโรยรบมือรบปนเนี่ยจังกีได้จัดตรึกฉุบเมื่อไหร่จำมารบคือตรงส่งวีซ่าตามสถานตู้ที่มีแฮมคอร์ดเนี่ยเมาสไรหนึ่งเนี่ยมีนักแฮมคอร์ดอยู่อันนั้นยมเยรึงมวยปะแต่ยังไงก็ได้ยมจำเยท่ายมเลือกcho tôi với được trongประเทศกัมพูชีจนจิตขมายกี่ยกอัตสัญญาบังทุกจิตจำนับขมังกี่อ้อยประเทศพุ่งเดือดใจกี่อ้อยผลิตเดือดใจอย่างนั้นยมมันดังเลยคือหยิบเผาบังคับเฟซบุ๊กอ่ะนี่กี่ยกประชีจนเธอจำนับขมังประเทศโดยจนอันเตาประเวศยุ่นกับฉบับโจสินชีตอดเมียนไอ้ทูหลงขมายเด็กเตาตัวเลือกตัวใดขมายคล้ายในมันจะว่าอดเมียนตัดเมียนบานของอันนั้นกี่ตัวได้หยิบฟื้นนะกี่ตัวตัวกูฟีปนิยอ่านเมียนกี่ได้หยิบฟื้นกี่ปังคัมนั่นเลยเพื่อเนี่ยนั่งเดินสกนั่งเอาเมียนตาเงินมันแต่นั่งกี่กบกรงอะไหมนี่เดินสกเยอะเต้ดังแต่ยังเต้ากาตาเงินบางนั่งคือกี่โยกนั่งชี้จำนักขมันรกซี่ตัวเองรกซี่จับจำรัดนี่รกซี่จับจำรัดหรือก็กลมเรียมกลมไฮถ้าใบมันกลมโตกันนะปัจจุบันเอาเมียนตาเงินบางอันนั้นเขาก็บอดจีดคือเขาบอดประจีจุนไม่จังตั้งไตรถบรรตั้งรกซี่โยกเสวาซาที่ระนารัฐบาลระบอกรถนั้นtừ lúc aoประจีจุนtừกลมเรียมประจีจุนcứ chôn chếtខ្លួនឯងដែលកើតនៅលើទឹកដីខ្លួនឯងប៉ុន្តែជនបរទេសដូចជនអន្តោប្រវេសន៍យួននេះខុសច្បាប់ជីកទូករាប់ម៉ឺនរាប់សែននាក់អានឹងបែរទៅសិទ្ធិមានជាតិខ្មែរទាំងអស់អានឹងគឺក្បត់ជាតិដែរតែក្បត់ជាតិគឺនិយាយវាមានធំជាងនឹងប៉ុន្តែខ្ញុំនិយាយតែនេះដើម្បីបងប្អូនមើលក្បត់ជាតិគឺក្បត់ទឹកដីនិងប្រជាជនវណ្ណៈស្វាងក្បត់ទឹកដីនិងប្រជាជនបងប្អូនអាចថាហេលោកគ្រូចុះប្របីនេះចុះទំនៀមទម្លាប់ចុះសាសនាอันนั้นคือมันแม้จะจีดตีบางคนศาสนาประเพณีตำเนียมตำลอกวัดปะท้ออะไรอย่าท้อเภสัชนะคือวิมีนกาปลายปลุกศกสบันติดตามสมัยกาลติดตามสมัยกาลอุติหอประเทศอัฟกานิสถานกาลปีมุนกันประพุทธศาสนาแต่แล้วกันคือในการศาสนาอิสลามอัฟกานิสถานนั่นแต่อัฟกานิสถานเนี่ยคนใต้บอกบัดบังตึกใดอ่ะอันนั้นบัดจีดนะtôi đi chụp đồ cô chồng bà bắt băng tận đây bắt chếtศาสนามันอาจโดบแต่ขนมประเทศกัมพูชีเป็นมุ่งในการคือศาสนาขมายอะไรต้องการประกวดศาสนา
អ្នកដែលកាន់ពុទ្ធសាសនាទៅកាន់គ្រិស្តសាសនាមែនទេអ្នកដែលកាន់គ្រិស្តសាសនាទៅកាន់សាសនាអ៊ីស្លាមអ្នកដែលកាន់សាសនាអ៊ីស្លាមទៅកាន់ពុទ្ធសាសនាតែនេះតែខ្មែរដដែលទេប៉ុន្តែបើបាត់ទឹកដីក្បត់ជាតិមែនទេបើយើងកាន់ពុទ្ធសាសនាហើយទៅកាន់សាសនាគ្រិស្តអត់ក្បត់ជាតិទេយើងមានក្បត់ជាតិទេអ្នកកាន់គ្រិស្តសាសនាហើយមកកាន់ពុទ្ធសាសនាក៏មានក្បត់ជាតិទេអត់ក្បត់ជាតិទេយើងក្បត់ប្តីក្បត់ប្រពន្ធយើងក្បត់ជនផ្ដាច់ការអត់មានក្បត់ជាតិទេក្បត់ហ៊ុនសែនមានក្បត់ជាតិទេក្បត់សូនតារាមានក្បត់ជាតិទេក្បត់សំរងស៊ីមានក្បត់ជាតិទេមែនទេយើងក្បត់វប្បធម៌ប្រពៃណីពីមុនខ្មែរយើងរៀបអាពាហ៍ពិពាហ៍អត់មានកាត់នំទេអានោះកាត់នំមានក្បត់ជាតិអីខ្មែរយើងអត់មានធ្វើខូបកំណើតឲ្យក្មេងៗដុតផាវដុតកំជ្រួចភ្លឺផ្លុំកាត់នំអីទេមែនទេខ្មែរយើងមានខូបកំណើតពីណាមកជំនាន់ពីមុនមកទៅឥឡូវវិញដែរមានខូបកំណើតសួរតែក្បត់ជាតិអត់ក្បត់ជាតិទេវប្បធម៌ភាសានៅស្រុកយួនពីដើមអក្សរវិញជាដូចអក្សរចិនចិនដាខឹមដូចអក្សរចិនណាប៉ុន្តែក្រោយបារាំងត្រួតត្រាមកវាដូរអក្សររបស់វាសីហាកយទៅជាអក្សរបារាំងគាត់ទៅថែមមុខគាត់ទៅថែមមុខហើយនឹងកតាប់អីផ្សេងហ្នឹងថែមមុខថែមជើងទៅអានោះវាមានក្បត់ជាតិអីយួនស្នេហាជាតិណាភាសាដើមរបស់យួនហ្នឹងគឺភាសាចិនណាលក្ខណៈមិនមែនភាសាចិនទេភាសាទម្រង់ដូចអក្សរចិនដូចអក្សរកូរ៉េដូចអក្សរជប៉ុននេះចឹងអញ្ចឹងបងប្អូនសរុបសេចក្តីមកក្បត់ជាតិគឺក្បត់ទឹកដីនិងប្រជាជនភាសាទំនៀមទម្លាប់វប្បធម៌សាសនាអាចប្រែប្រួលទៅតាមជំនឿទៅតាមការប្រកាន់របស់មនុស្សអ្នកដែលកាន់ព្រះពុទ្ធសាសនាហើយទៅកាន់គ្រិស្តសាសនាមិនមែនក្បត់ជាតិទេអ្នកដែលកាន់គ្រិស្តសាសនាហើយមកកាន់ព្រះពុទ្ធសាសនាមិនមែនក្បត់ជាតិទេប៉ុន្តែដូចប្រាក់សកលទុកក្នុងរូបភាពយ៉ាងណាក៏ដោយប្រកាសកាត់ដីឲ្យបរទេសគឺជាជនក្បត់ជាតិអានេះបើខ្ញុំនិយាយលក្ខណៈវិទ្យាសាស្ត្រថាអ្វីទៅដែលហៅថាជនក្បត់ជាតិសរុបសេចក្តីមកគឺជាជនដែលក្បត់ទឹកដីនិងក្បត់ប្រជាជនគេហៅថាជនក្បត់ជាតិគ្រីស្ទីណាឡាសាសនាមនុស្សអាចបដូរមែនទេវប្បធម៌មនុស្សអាចបដូរភាសាមនុស្សអាចបដូរខ្មែរយើងនិយាយភាសានេះនិយាយភាសានោះនៅតែខ្មែរដដែលថាបើអក្សរអាចបដូរបានអក្សរខ្មែរកាលពីសម័យអង្គរបងប្អូនទៅមើលអានមិនដាច់ណាអក្សរខ្មែរបច្ចុប្បន្នដូរតើចឹងក្បត់ជាតិអក្សរបងប្អូនតិចច្រឡំថាអក្សរសាសក្បត់ជាតិបងប្អូនទៅមើលនៅប្រាសាទអង្គរវត្តទៅមើលណាស់អានអក្សរនឹងដាច់បើអានអក្សរហ្នឹងបើអត់ដាច់ផងចុះអក្សរយើងបច្ចុប្បន្នមិនមែនក្បត់ជាតិទេអង់គ្លេសក៏ដោយបើនេះក៏វាមានការប្រែប្រួលដែរប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតប្រធានបទអមភ្ជាប់ទី2នេះតាក់ទងនឹងថៃដដែលហេតុអ្វីបានជាពលរដ្ឋខ្មែរនៅតែលួចឆ្លងដែនចូលដីថៃយោងតាមការផ្សាយព័ត៌មានសប្តាហ៍ថ្ងៃហើយជា2-3ថ្ងៃមុនឃើញមិនដឹងជារូបភាព AI ប៉ុន្តែពិតតែមិនមែន AI ប៉ុន្តែខ្ញុំនិយាយថាមិនដឹងជាពីព្រោះខ្ញុំអត់នៅផ្ទាល់ខ្ញុំយងគេបង្ហោះចែកចាយតគ្នាថាខ្មែររាប់រយនាក់លួចឆ្លងដែនចូលដីថៃហើយត្រូវថៃថតបង្ហោះបញ្ឈឺថៃដែលវាចាត់ចឹងបាននឹងវាថតបង្ហោះមែនទេស៊ុយសេរីកាណាណាកាដឹងថាថតបង្ហោះថៃដើម្បីឲ្យខ្មែរយើងឃើញថាខ្មែរយើងនឹងវាអន់វាអាក្រក់វាឆ្លងចូលដីថៃវាលួចចូលដីថៃថៃមិនដែលឆ្លងចូលដីខ្មែរទេប៉ុន្តែថៃមានម្នាក់នេះលួចឆ្លងចូលដីខ្មែរណាយន្តស្រាប់ក្រៅពីនឹងថៃគ្មាននរណាម្នាក់លួចឆ្លងចូលដីខ្មែរមានតែម្នាក់នេះបងប្អូននឹងពីណាគេថៃដែលលួចឆ្លងចូលដីខ្មែរបើខ្ញុំចង់ដេញបញ្ញាកូនសិស្សសូនតារាបន្តិចឥឡូវនេះយើងចូលទៅដល់ខ្ញុំនឹងឆ្លើយមួយម៉ាត់ទេថាហេតុអ្វីបានជាខ្មែរនឹងតែលួចឆ្លងដែនចូលដីថៃទោះជាថៃមើលងាយទោះជាខំពាក់ហិការតំណែងថៃទោះជាថៃទម្លាក់គ្រាប់បែកនេះដុតផ្ទះទោះជាបាត់បង់ទឹកដីទោះជានេះអត់ចូលផ្ទះសំបែងមកអ្នកដែលចូលដីថៃបច្ចុប្បន្នហ្នឹងគឺអ្នកដែលនៅតាមព្រំដែននឹងភាគច្រើនហ្នឹងអ្នកឆ្លងចូលហ្នឹងអ្នកដែលកំពុងតែនៅផ្ទះជនភៀសសឹកអីហ្នឹងមិនក៏អ្នកហ្នឹងមិនឈឺចាប់អត់មានឧត្តមគតិអត់មានបញ្ញាសិកាមែនទេហេតុអីបាននៅតែចូលដីថៃនៅតែឆ្លងដែនចូលដីថៃគ្មានកំណត់មនសិការឈឺចាប់ឯបន្តិចសោះណា
lao pô lin nè chlong châu đây thấy dinh lạ ở đây dinh lạ mẹ này mà này rong bị tao đi các bài trâu á thom than thạc xin của mình trâu đây khả năng này là nên cái sầm rùa lên mình luốt châu đây không ai luốt châu trong giấy thang luốt châu tam prey á mọi người mà này thạc xin kho mọi người trong mưa là nà như vậy đôi rong bị tao đi các bài trâu à nè na thạc xin kho nè na thom than kho nè na cua sa thạc xin kho vì pro cua sa thạc xin nó châu đây không ai nữa mình mến châu bọc phát bọc phi như rốt tam prey tê bà đã thay chính lắc của họ đấy trong vậy ta được biết không ai dám châu từ đây thấy thạc xin bên châu đây không ai miễn tại chôn chết thay mà đẹp đi bình sản nên đấy thì đã chuồn đại lúa châu long đại châu đây không ai mật man ta suốt cho tết là suốt con lục ấu con mau pi Canada đây còn học pi Canada đây chiêng lẽ khôn mà rơi bẩn tụ được khi nè mà rơi bẩn tụ mua cho nên chiêng lẽ khôn mà rơi bẩn tụ pa hình mà rơi bẩn tụ nhóm nơi ta khôn sồn ra chlá tụ la mà rơi bẩn tụ mà nè mình đã ban mà rơi bẩn tụ chả nhá nhóm này là dân cướp mà rơi bẩn tụ nè ta suốt lục ấu quá thế lục ấu mau pi Canada đây mà nè miền này rồi bật tụ mà muốn nuôi bơi chầm lại khi này mới nè con đuông mà rồi bật tụ nè kinh xiềng mà rồi bật tụ kinh xiềng sân nhẹ chla đây vâng này con sạt sồn ra sạt nhẹ miền bánh nhá vẫn sạt sồn ra cơn bánh nhá nên bé có nhưng mà bắt như vậy không khi ta có sầm lấp lâm cầm da miền tại khi ta có sầm lấp lâm cầm da môi tế để rút châu đây máy không bạc miền vay passport miền ấy tê rút châu tam prey rút châu tam mà tô miền cả hai tham mê cà mê cho lắm mày ở mê cà hay mê cho lắm á cái pi nâng miền Thái ná rút châu bên tây Campuchia lui châu đây Campuchia được sọp bạc rồi miền tại kia ta có sầm lấp lâm cầm da mùi quậy nè bao trùm nhom mô tận nặng việc này đây con sơ sôn ra nếu tại chặt bông bồn mà nè nhom chỉ liệt nơi tới đàn nè khmai đàn đi khmai cho lôi tao hay tao mấy ban chia bồn rọt khmai nâng tại bên tò luốt chlong đầy châu đầy thầy và ắt miên mà nè gì cả ắt chơi chu chặt thay tầm lẹ cọp bay thay đốt tiệt thay chu trái tiệt thay dọc đây dọc hùm sầm lắc khmai ắt miên ca chu chặt ắt miên khăn thay bên tay nêu tại luốt chlong đầy rồi nọt đấy để phơi cá nơiประเทศไทยnhóm cái liệt này từ miền Tây là mình đã nhỏ bàn án mua xa quạt lòi để khóc sầm núa và tay trâu sầm núa tivi này cọp bẹ bông bồn chưa lại chấm lòi miền Bắc Nông này bông bồnปัญหากรอบเปียเพียบไกลกรอเฟื่อเอาเหมือนนุ่งหลังนึกมุกฉะนั้นใบหนึ่งกรอบเปียท่มเชื่องเอาไว้แต่สำหรับชีวิตแกเอาถามมูลฐานกรีเปียน่าได้ปัญหากรอบเปียโจดอลคลูนเฮานะเนี่ยนุอัดมีนกาชูจับอัดมีนเหมือนเนี่ยสิกาจิตอัดมีนไอเดพิจารณาเมตตาเองกุมทาลอยไทยเฟื่อบาดดดบ่มพลายเตียกรอบใบสำลักชูชายเตียขมายสมัยวันท้ายโดยซาแต่ปุกเกอัดสองคำในขนมระบบคนมันอาจทำเบาการงีเอาปุกเกบานบางคนกูอริยกาลจิมสายสับชนำเฮยมันคัดข้องบังการงี้ดับใบขมายนะโดยชนะบ้านจีขมายมันอาจจะรู้เปิงเป็ดtừ lứa rập tháp bị bao được mònประติมวยใดมันอาจเอาปุกเกโรกาเงินฝึกมาต้องบัดแต่ไทยตุ่มแหลกกรอบใบบันสำหรับลดเตี้ยมันนี่ระบบปุกเกมเห็นคนไทยบอกปุกเกในสระหมายปุกเกกุยมือกาสำไรระบบรัฐบาลอัดมีนไอตีตัวชื่ออำนาจกูขมิ้นแต่นะอาจเอายังเราได้โดยฉะนั้นมนุษย์มันเนี่ยโดยสัตว์บักซาบักไซน์เต้ากาฮอกจักจำในในครูนไอมันอาจไม่โดยปองตัวแต่ยอดตัวจับจำเลยยมดักนมวัดมาเลยขมายได้ขี้เกมันไอลงจังคนไซน์ไปจกอำนาจตัวทอดเฮ้ยสเตย์พลากูสั่งพิบัน
គេត្រូវការងារដើម្បីចិញ្ចឹមជីវិតរបស់គេរហូតដូច្នេះបងប្អូនអាសោចអាណោចអាធំណាបងប្អូនមើលណាខ្មែរយើងនៅតែឆ្លងមិនមែនជាកំហុសទេវាគឺជារឿងក្រពះសេចក្តីអត់ឃ្លានសេចក្តីអត់ឃ្លានធ្វើឲ្យមនុស្សលែងមានអារម្មណ៍កតិមនសិការបែងចែកខ្មាំងបែងចែកសត្រូវហើយគឺត្រូវលូនក្រាបណាដោយមិនចេះខ្មាស់គេទៅធ្វើការនៅប្រទេសដែលសម្លាប់ជនជាតិខ្លួនឯងអានឹងគឺរឿងក្រពះហើយដូចខ្ញុំលើកឡើងស្ដាប់ដោយសារតែពួកគេអត់មានក្តីរំពឹងនិងមិនអាចពឹងទៅលើរដ្ឋាភិបាលរបស់ខ្លួនដែលផ្ដល់ការងារឲ្យពួកគេធ្វើបានមនុស្សយើងគ្មានអ្នកណាចង់ទៅថោកទាបទេបងប្អូនគ្មានអ្នកណាចង់ទៅថោកទាបលូនតាមព្រៃគេចាប់បាននិងគេដោះអាវថតណាខ្មែរកាមេរ៉ាអង្គរ YouTube គេអត់ចង់ចឹងទេអានឹងគឺជារឿងមួយពិតជាក់ស្ដែងបងប្អូនអ្វីដែលសន្តារានិយាយនេះគឺជាច្បាប់ធម្មជាតិអ្នកដែលធ្លាប់រៀនទ្រឹស្ដី Maslow ទីច្រើនអ្នករៀននៅមហាវិទ្យាល័យរៀនសេដ្ឋកិច្ចបានរៀន Dickham ប៉ុន្តែមិនចាំបាច់ដល់នេះទេបងប្អូនអាចស្រាវជ្រាវបានបច្ចុប្បន្នអ៊ីនធឺណិតបងប្អូនគាត់អ្វីទ្រឹស្ដី Maslow ទ្រឹស្ដី Maslow គឺគាត់និយាយអំពីតម្រូវការមានឋានានុក្រមរបស់មនុស្សតម្រូវការទី1របស់សត្វលោកជាច្បាប់ធម្មជាតិគឺតម្រូវការមូលដ្ឋានកូនលោកអីគេមូលដ្ឋានផ្ទះដើម្បីសង់បានតើតែមានមូលដ្ឋានគឺគ្រឹះបងប្អូនណាសង់ផ្ទះសង់ស្ពានអត់ជីកគ្រឹះនេះតម្រូវការមូលដ្ឋានគ្រឹះរបស់មនុស្សគឺអីគឺក្រពះអញ្ចឹងមនុស្សបំពេញក្រពះឆ្អែតហើយមនុស្សតម្រូវការទី2មែនទេតាម Maslow បងប្អូនអាចមើលមានផ្សេងទៀតគឺតម្រូវការតួនាទីបុណ្យស័ក្តិមុខមាត់សង្គមមែនទេវាមានតូចតម្រូវការមុខមាត់សង្គមយូរទៅគឺតម្រូវការខ្ពង់ខ្ពស់ឧត្តមកិត្តិយសគឺតម្រូវការអំណាចតម្រូវការកិត្តិយសតម្រូវការអីផ្សេងហ្នឹងណាឧទាហរណ៍ថាដូណាល់ត្រាំគាត់អត់ត្រូវការលុយក៏អត់ត្រូវការកាពះទេគាត់ត្រូវការតម្រូវការកម្ពូលអាហ្នឹងគឺគេហៅថាទ្រឹស្ដី Maslow បងប្អូនណាអញ្ចឹងអានេះខ្ញុំគាត់និយាយបែបវិទ្យាសាស្ត្រទេថាជារឿងធម្មតាមិនមែនតែខ្មែរទេមនុស្សសត្វលោកទាំងអស់ពេលណាដែលរស់នៅក្នុងប្រទេសមួយក្រីក្ររដ្ឋាភិបាលមិនអាចផ្ដល់ការងារនិងផ្ដល់ទំនុកចិត្តឲ្យពួកគេបានប្រទេសនោះប្រជាជនអត់ជាទីពឹងពាក់មិនអាចរស់បានត្រូវទៅលួចឆ្លងដែនទៅថៃហើយកុំថាឡើយសូម្បីថៃដុតផ្ទះខ្លួនឯងសម្រាប់ម៉ែឪខ្លួនឯងអាកូនដែលរស់នៅសល់ហ្នឹងឲ្យតែនៅសល់រស់ណាមើលប្រឡោះឃើញលួចឆ្លងដែនទៅធ្វើការនៅថៃព្រោះចូលទៅក្នុងស្រុកថៃជាមធ្យោបាយដើម្បីចិញ្ចឹមជីវិតហើយបច្ចុប្បន្នទោះយ៉ាងណាក៏ដោយថៃនៅខ្មែរយើងគេថាពីមុនផ្អើលមកឆាវត្រឡប់មកដីខ្មែរវិញហ្នឹងណាបងប្អូនក៏ត្រឡប់មកមិនបានពាក់កណ្ដាលទេខ្មែរជិត2លានអ្នកដែលធ្វើការនៅថៃណាយ៉ាងច្រើនត្រឡប់មកកន្លះលានអ្នកហើយមិនដឹងតែអ្នកត្រឡប់ទៅវិញអស់ហើយក៏មិនដឹងនៅបច្ចុប្បន្ននៅក្នុងប្រទេសថៃណានៅតែខ្មែរយើងរាប់លានអ្នកកំពុងតែធ្វើការនៅប្រទេសថៃដដែលអានេះគឺជារឿងមួយដែលគួរឲ្យសោកសៅណាស់បងប្អូនអានឹងបានជាចម្លើយខ្ញុំឆ្លើយយ៉ាងខ្លីថា2ហេតុអ្វីសារ៉ារ៉ាបានជាខ្មែរទោះបីជាថៃសម្លាប់ដុតផ្ទះទម្លាក់គ្រាប់បែកសម្លាប់ជនជាតិខ្លួនឯងក៏មិនចេះជឿចាប់នៅតែលូនចូលលួចទៅធ្វើការស្រុកគេពីព្រោះទី1បញ្ហាក្រពះទី2ពួកគេអត់អាចពឹងពាក់រដ្ឋាភិបាលនៃរបបហ៊ុនបានប្រិយមិត្ត share បរិនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាស្រាត់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងចូលទៅដល់របៀបវគ្គចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងចន្ទ្រីវតីលីនិងរណ្ដាកឹមគួរឲ្យសង្វេគណាស់ប្រជាពលរដ្ឋខ្មែរយើងស៊ុយសារីណាកាស៊ូបងប្អូនពូតូចឧត្តមកតិរួមបាទនេះភាពរួមអ្នកស្ដាប់មិនយល់និងអ្នកដឹងបងប្អូនអ្វីដែលខ្ញុំនិយាយនេះនុតឈឹមគឺខ្ញុំមិនសំដៅលើខ្មែរយើងទាំងអស់ដែលមានបញ្ហាក្រពះអត់មនសិការប៉ុន្តែខ្ញុំជាទូទៅមានន័យថាមិនទាំងអស់ទេប៉ុន្តែជាច្បាប់ធម្មជាតិទូទៅណាបងប្អូនក្រពះសំខាន់ណាស់បងប្អូនហេតុនេះបានជារបបប៉ុលពតមនុស្សអាចសម្លាប់យកក្មេងអាយុ12 13ឆ្នាំអូសកភ្លើងចង់និយាយថាស្ពាយទៅកភ្លើងដល់ដី
យកទៅសម្រាប់មនុស្សទាំងខ្សែបានទេជួងសួងឈិនដោយសារតែមនុស្សឃ្លានមនុស្សបកណាឃ្លានហើយណាបងប្អូនមនុស្សខ្លាចដូចកម្មទិសស្ដីកម្មសង្ខាឃ្លានខ្លាចបើណាឃ្លាននាំឲ្យល្ងងបើកណាល្ងងនាំឲ្យខ្លាចមែនទេប៉ុន្តែបើសម្រាប់សូនតារាខ្ញុំមកថាឃ្លានខ្លាចទេដូចគាត់ដែរតែខ្ញុំតាមឋានានុក្រមខ្ញុំថាឃ្លានខ្លាចទៅវិញទីមួយមនុស្សឃ្លានតែឃ្លានខ្លាចទៅហ្នឹងតែឃ្លានទីមួយឃ្លានសិនតើតែឃ្លានបានខ្លាចអត់មានខ្លាចទេបានខ្លៅទេតែពេលខ្លាចល្ងងបដ ாய் ព្រោះនេះតាមលំដាប់របស់វាហ្នឹងអញ្ចឹងនៅក្នុងប្រទេសកម្ពុជានេះទីមួយមនុស្សឃ្លានបងប្អូនដល់ទៅពេលមនុស្សឃ្លាននេះមនុស្សខ្លាចគេដល់មនុស្សខ្លាចមនុស្សអបញ្ញាសេចក្តីភ័យខ្លាចជាហេតុនាំឲ្យមនុស្សខ្លៅកម្លាយគុណដានីខ្មែរទីបងយូបាទអក៏តបទៅទីបងយូទេបាទណាសួស្ដីលោកគ្រូកម្លាយគុណហើយគាត់ទៅតែនឹងចូលsecondary omisen there is no border between country when there is no food in the stomach ត្រូវហើយបាទគាត់និយាយចឹងគាត់ថាពេលណាដែលកាពះឃ្លានហើយលែងមានព្រំដែនទេមនុស្សចល័តពេញហ្នឹងដើម្បីរស់សូនហងតែលោកគ្រូពន្យល់នេះធ្វើឲ្យខ្ញុំឃើញដល់សេរីភាពនិងដំបាយបាទសេរីភាពនិងដំបាយបងប្អូនណាឃ្លានខ្លាចខ្លៅពេលដែលមនុស្សឃ្លានមនុស្សខ្លាចពេលដែលមនុស្សខ្លាចមនុស្សខ្លៅហើយខ្លាចអីខ្លាចរបស់ប្រពន្ធអញ្ចឹងនៅត្រឹមហ្នឹងដល់តែមនុស្សឃ្លានណាបងប្អូនណាពេលដែលមនុស្សខ្លាចណាគឺមនុស្សខ្លៅមកចាំហើយមនុស្សខ្លៅហ្នឹងត្រឡប់ទៅវិញមានអីមិនឃ្លានមនុស្សត្រូវតែខ្លាចមនុស្សខ្លាចមនុស្សខ្លៅនៅពេលដែលមនុស្សខ្លៅមនុស្សហ្នឹងត្រូវបានខ្លាយទៅជាសត្វនៅពេលដែលត្រូវបានខ្លាយទៅជាសត្វមានន័យថាងាយគ្រប់គ្រងបងប្អូនមើលតម្រៃបងប្អូនមើលតម្រៃណាតម្រៃមកវងមនុស្សម្នាក់ទៅផ្ទះបានដោយសារតម្រៃនេះវាខ្លៅតែប៉ុន្តែតម្រៃនេះវាមិនឃ្លានទេប៉ុន្តែវាខ្លៅអញ្ចឹងមនុស្សកាលណាបើខ្លៅប្រៀបដូចជាសត្វដេរឆានសត្វដេរឆានមិនមែនជាសត្វដេរឆានគឺសត្វមិនមែនជាមនុស្សខុសពីមនុស្សហើយសត្វដេរឆានបងប្អូនមនុស្សកបីមនុស្សដឹកគោមកវងបងប្អូនណាតម្រៃវាដឹងកម្លាំងរបស់វាណាមនុស្សឯណាទៅទប់ជាមួយវាបានបងប្អូនណាមនុស្សណាទៅជីកវាបានមនុស្សទៅអាចជីកតម្រៃបានដោយសារតម្រៃជាសត្វដែលវាខ្លៅវាឥតបញ្ញាណាមនុស្សបើកណាគេធ្វើឲ្យខ្លៅទៅ17លានអ្នកហ៊ុនសែនកំហឹមញាក់ហ៊ុនសែនកំហឹមញាក់7 10 17 18លានអ្នកមកទៅខ្លាចហ៊ុនសែនម្នាក់ទៅរិចអានឹងដោយសារអីដោយសារគេធ្វើមនុស្សនោះទៅខ្លៅអស់ទៅខ្លាចមនុស្សខ្លាចនេះមែនអ្នកខ្លះខ្លាចមកពីឃ្លានដែលខ្លះខ្លាចមកពីបាក់ស្បាច់រឿងអីប៉ុន្តែជាទូទៅណាឲ្យតែមានអាការភ័យខ្លាចហើយនឹងខ្លៅចូលទៅដល់ក្នុងខ្លួនហើយឆាលីបុនអាពេលនឹងហើយដែលមនុស្សនឹងណាដូចចន្ទនពលពតហ្នឹងគឺក្មេងមួយអូសមនុស្សមួយវងយកទៅវាយចោលដាក់អូនលីហួរស្អាតតែសម្បកខាងក្រៅនៅអាសន្នបានតែអូសរសេរវិញខ្ញុំអត់អានបាទចាំអានពេលក្រោយមុខបោកពីអរគុណលោកគ្រូព្រោះណែខមមិនលោតលឿនហើយអត់អាចមានពេលអានច្រើនអានបន្តិចបន្តួចដែរបាទរំដាកឹមសូមជូនពរឪពុករបស់លោកគ្រូមានសុខភាពមកមុនបងប្អូនខ្ញុំដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងសម្រាប់ប្រិយមិត្តដែលគោរពគាំទ្រសូនតារានេះជុំវិញពិភពលោកខ្ញុំចង់ឲ្យបងប្អូនគោរពដឹងគុណឪពុករបស់ខ្ញុំចូលចាត់ទុកចនិចកែវអ្នកដែលចាត់ទុកខ្ញុំជាប្អូនប្រុសបងប្រុសក្តីលោកគ្រូក្តីចូលរួមចំណែកបន្តិចមិនមែន 100% ទេតែ 10% ក៏បានដែរក្នុងចំណោម 100% 90% បាច់ទេចាត់ទុកឪពុករបស់ខ្ញុំជាឪពុករបស់បងប្អូនដែរណាដែលស្រឡាញ់គាំទ្រសូនតារាសំណាងមុខបាទសួស្ដីបញ្ញាពេជ្រសួស្ដីរុស័យបាទជំរាបសួរលោកគ្រូបាទគាត់តែទៅចូលសុភ័ណ្ឌសកឹមបែកនីមើល dictator ហ៊ុនសែននិងប៉ុលពត are the same បាទខ្លីៗអានស្រីម៉ៅបាទគាត់តបពីអ្នកដតីទេស្រីម៉ៅអីរៀងបងប្អូនណាខ្មែរនៅក្រៅប្រទេសកុំគិតប្រយោជន៍និងអត់ប្រយោជន៍ធ្វើសកម្មភាពអ្នកធ្វើបានច្រើនធ្វើបានច្រើនអ្នកធ្វើបានតិចធ្វើបានតិចបានប៉ុណ្ណាយកប៉ុណ្ណឹងណារួមជ្រួមជ្រែងលើកទឹកចិត្តគ្នាកុំប្រជែងបែងជើងគ្នាអានឹងគឺជារឿងល្អចឹងប្រិយមិត្ត
នៅអុកសុភ័ក្របាទដោយសារតែពេលវេលាមានកំណត់ឲ្យមើលទៅគង់រនេមិនមានចម្លើយនៅមិនមានសំណួរអីដែរខ្ញុំក៏សូមគិតថាបញ្ចប់ការផ្សាយផ្ទាល់ដែលត្រឹមនេះចុះអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់បាទដោយសារតែប៉ាហេងនៅស្រុកបារាំងយប់នេះដូរម៉ោងណាខ្ញុំមិនដឹងថានៅប្រទេសដទៃនៅអាមេរិកថ្ងៃណាទេប៉ុន្តែនៅបារាំងនៅយប់នេះគឺដូរម៉ោងមានន័យថានៅខុសពីស្រុកខ្មែរចន្ទ្រាបរេលី6ម៉ោងហើយនៅមានន័យថាពាក់កណ្ដាលថ្ងៃម្នាក់អញ្ចឹងថ្ងៃលិចនៅម៉ោង9ទៅម៉ោង9កន្លះនៅស្រុកបារាំងចូលដល់ខែ5ខែ6ទៅឥឡូវនេះបើសិនជាដូរម៉ោងទៅថ្ងៃលិចនៅម៉ោង8កន្លះហើយមែនទេអញ្ចឹងការផ្សាយផ្ទាល់ប្រហែលជាបងប្អូនណាក៏មានការប្រែប្រួលតាមនឹងដែរវាអាស្រ័យទៅលើម៉ោងអញ្ចឹងអរគុណប្រិយមិត្តយើងបញ្ចប់ការផ្សាយផ្ទាល់ដល់ត្រឹមនេះចុះ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នែកកំណត់ទៅដល់ទីនោះស្ដាប់សូនតារាកើបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកណមមែនទេស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់យើងជួបគ្នារ៉ែនតែងសារជាតិថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្តី